ពិភពលោកដែលពោពេញទៅដោយការប្រយុទ្ធបង្ហូរឈាមរវាងពពួកបិសាចនិងពពួកមនុស្សពិភពលោកមួយដែលពោពេញទៅដោយហេរ៉ូក៏ដូចជាពពួកបិសាចហេរ៉ូដែលប្រយុទ្ធប្រឆាំងជាមួយនឹងពពួកបិសាចដើម្បីអាណាចក្រនិងស្ដេចបិសាចដែលដឹកនាំនៅពួកបិសាចទាំងឡាយដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងពពួកហេរ៉ូក៏ដូចជាពពួកមនុស្សកម្លាំងដែលដូចជាថ្មអុកស៊ីឌៀនរបស់ស្ដេចបិសាចកម្លាំងដែលមនុស្សគ្រប់គ្នាក្នុងអាណាចក្រគិតថាមិនអាចយកឈ្នះបាននោះគឺមេបញ្ជាការទាំង12របស់ស្ដេចបិសាចតែបើទោះបីជាពួកគេខ្លាំងយ៉ាងណាក៏ដោយក៏នៅតែមិនអាចយកឈ្នះទៅកាន់ហេរ៉ូរបស់អាណាចក្រមនុស្សបានឡើយលើកលែងតែក្នុងប្រវត្តិសាស្ត្រមួយដែលមានមនុស្សម្នាក់អាចសម្លាប់ទៅកាន់ហេរ៉ូម្នាក់នោះបាននោះគឺមេបញ្ជាការលេខ0របស់ស្ដេចបិសាចមានឈ្មោះថា Demon Aaron គេគឺជាសិលឹកបៀសម្ងាត់របស់ស្ដេចបិសាចដូចជាមនុស្សមានទេពកោសល្យបំផុតដែលស្ដេចបិសាចត្រូវការចាប់ផ្ដើមនៅសាច់រឿងរបស់យើងតួអង្គឯករបស់យើងបានស្នើសុំទៅកាន់ស្ដេចបិសាចថាគាត់សូមលាឈប់អំពីមុខតំណែងរបស់គាត់វាបានបណ្ដាលឲ្យស្ដេចបិសាចមានការខឹងសម្បាជាមួយនឹងគាត់ជាខ្លាំងតួរោហេតុផលថាហេតុអ្វីបានជាគាត់តម្រូវតែលាឈប់អំពីមុខតំណែងរបស់គាត់ស្ដេចបិសាចបានស្ទុះចូលទៅអង្វរទៅកាន់អារុនហើយបាននិយាយថាតើវាមានរឿងអ្វីពិតប្រាកដដែលរំខានចិត្តរបស់គាត់ក្នុងការរស់នៅក្នុងប្រាសាទរបស់ស្ដេចបិសាចឬមួយក៏ពួកគេទាំងអស់គ្នានឹងមិនបង្ហាញនូវការគោរពទៅឲ្យគាត់ដោយសារតែគាត់គឺជាមនុស្សក៏ប៉ុន្តែគាត់បានបន្តគិតនៅក្នុងចិត្តរបស់គាត់ថាវាមិនអាចទៅរួចទេដែលពួកបិសាចទាំងអស់នោះមិនបង្ហាញនូវការគោរពទៅកាន់គេដោយសារតែការប្រៀបធៀបនៅកម្លាំងជាការសំខាន់នៅក្នុងពិភពលោកបិសាចអារុនគឺជាមនុស្សម្នាក់ដែលអាចយកឈ្នះទៅកាន់ហេរ៉ូបើប្រៀបធៀបជាមួយនឹងកម្លាំងដូច្នេះហើយវាគ្មានអាណាគេឈួតទៅបង្ហាញការមិនគោរពនៅចំពោះមុខរបស់គាត់ឡើយបានឆ្លើយតបទៅកាន់ស្ដេចបិសាចថាវាគឺជារឿងផ្ទាល់ខ្លួនរបស់គាត់ក្នុងការលាឈប់វាគ្មានការប្រព្រឹត្តខុសឆ្គងចំពោះគាត់ឡើយក៏ប៉ុន្តែស្ដេចបិសាចនៅតែបន្តនិយាយចឹងឲ្យប្រាប់ហេតុផលមកថាមានពីណាគេម្នាក់មែនដែលមិនគោរពទៅកាន់គាត់ក៏ដូចជាមើលថែទៅកាន់គាត់មិនបានល្អតើអរុនចង់បោះបង់ស្ដេចបិសាចដែលព្យួតម្នាក់អីចោលមែនទេដែលអង្រួនគាត់ចង់ឡើងក៏ស្រាប់តែអរុនហូរឈាមច្រមុះចេញមកដែលវាបានជាបង្កការភ្ញាក់ផ្អើលទៅដល់ស្ដេចបិសាចជាខ្លាំងនិងបានស្រែកហៅដុកទ័រឲ្យផ្អើលពេញប្រាសាទរបស់ស្ដេចបិសាចគ្រូពេទ្យបានប្រាប់ទៅកាន់ស្ដេចបិសាចថាតាមដែលការសង្កេតឃើញរបស់គាត់វាអាចមកពីការដែលគាត់ប្រយុទ្ធគ្នាជាមួយនឹងហេរ៉ូកាពីលើកមុនដែល affect ដែលវាបានបញ្ជូនឡើងមកវាធ្វើឲ្យប៉ះពាល់ដល់រាងកាយរបស់គាត់ស្ដេចបិសាចបានកំហកទៅកាន់លោកគ្រូពេទ្យថាគាត់មិនមែនហៅវាមកក្នុងគោលបំណងសួរនាំរឿងដែលគាត់ដឹងរួចរាល់ហើយទេក៏ប៉ុន្តែគឺចង់ឲ្យគេនឹងរកមធ្យោបាយដើម្បីដោះស្រាយនៅបញ្ហាមួយនេះនឹងបានដាក់បញ្ជាឲ្យដុកទ័រនឹងធ្វើការនាំយកនៅអារុនទៅសម្រាប់នៅឯបន្ទប់របស់គាត់ដែលវាបានបង្កជាការភ្ញាក់ផ្អើលជាខ្លាំងទៅដល់ពពួកបិសាចដែលនៅជុំវិញហើយពួកគេគិតថាប្រហែលមកពីអារុននឹងចង់ប្រយុទ្ធជាមួយនឹងពពួកបិសាចមែនតើទើបធ្វើឲ្យគាត់នឹងខ្ជាក់នៅឈាមចេញមកបែបនេះនៅក្នុងការគិតរបស់អារុនគាត់គ្រាន់តែចង់រស់នៅជីវិតសាមញ្ញរស់នៅប្រកបដោយផាសុកភាពក៏ប៉ុន្តែពពួកបិសាចទាំងអស់នេះបែរជាចាត់ទុកគាត់ថាជាមនុស្សដែលខ្លាំងបំផុតនៅក្នុងចំណោមមេបញ្ជាការទាំង12គាត់ក៏ឆ្ងល់ដែរថាគាត់នឹងបានសម្លាប់ទៅកាន់ហេរ៉ូមែនអត់ហើយគាត់ខ្លាំងមែនអត់ដោយសារតែខ្លួនគាត់ក៏គាត់មិនដឹងខ្លួនឯងច្បាស់ដែរក៏ពីពួកគេបានចាក់ចេញអារុនបានបង្ហាញនៅឈ្មោះពិតរបស់គាត់ដែលមានឈ្មោះថា Dion Hat នឹងបាននិយាយបញ្ជាក់ខ្លួនឯងថាគាត់មិនមែនជាមនុស្សខ្លាំងដូចជាពួកគេគិតនោះទេគាត់គ្រាន់តែជាមនុស្សទន់ខ្សោយម្នាក់និងមានរាងកាយដ៏ទន់ខ្សោយមួយព្រោះនៅក្នុងប្រាសាទរបស់ស្ដេចបិសាចតែប៉ុណ្ណោះស្ដេចបិសាចតែងតែព្រួយបារម្ភអំពីជីវិតរបស់គាត់ក៏ប៉ុន្តែគេមិនបានដឹងឡើយគាត់គ្រាន់តែជាមនុស្សម្នាក់ដែលបានរស់នៅក្នុងប្រាសាទរបស់ស្ដេចបិសាចនិងកើតមកជាមួយនឹងរាងកាយដ៏ទន់ខ្សោយមានកំហុសដោយចៃដន្យទើបបានខ្លាចទៅជាមេបញ្ជាការលេខ0របស់ស្ដេចបិសាចបើសិនជាពួកគេបានដឹងថាគាត់គ្រាន់តែជាមនុស្សដែលកើតឡើងមកជាមួយនឹងរាងកាយដ៏ទន់ខ្សោយនោះគាត់ច្បាស់ជានឹងត្រូវពួកគេសម្លាប់ចោលជាមិនខានគាត់គឺមិនអាចរស់នៅទីនេះទេគាត់ត្រូវតែរកវិធីដើម្បីចាក់ចេញអំពីប្រាសាទនេះឲ្យបានមុនពេលដែលពួកគេទាំងអស់គ្នាស្វែងរកឃើញថាគាត់គឺជាមនុស្សទន់ខ្សោយគឺជាល្បែងលេងរបស់ពួកគេប៉ុន្តែដែរក៏បង្ហាញនៅតួអង្គថ្មីដែលជាមេបញ្ជាការទី3របស់កងបិសាចមានឈ្មោះថា Eddie គេទៅតែត្រឡប់មកពីពិភពមនុស្សហើយគេក៏ជាម្នាក់ដែលអារុនមានការជឿទុកចិត្តបំផុតនិងអនុញ្ញាតឲ្យគេនឹងចូលមកកាន់បន្ទប់ស្នាក់នៅរបស់គាត់បានសួរនាំអំពីសុខភាពក៏ដូចជាដំណឹងដែលទទួលបានថាអារុនបានដួលសន្លប់កាលពីលើកមុននោះតើវាជាការពិតដែរអត់អារុនបានឆ្លើយថាវាគឺជាការពិតតែឥឡូវនេះគឺគាត់មិនអីទៀតទេគេបានឆ្លើយថាមិនអីយ៉ាងម៉េចរាងកាយរបស់គាត់គឺបានប៉ះពាល់ដោយសារតែការប្រយុទ្ធជាមួយនឹងហេរ៉ូនឹងជួយសង្គ្រោះមកកាន់ពួកគេកាលពីលើកមកតាមមើលទៅគាត់គួរតែសម្លាប់ទៅកាន់ពពួកដុកទ័រទាំងអស់ហ្នឹងហើយតែមើលថែទៅកាន់អារុនហ្នឹងមិនបានល្អវាបានធ្វើឲ្យអារុនហ្នឹងមានអារម្មណ៍ថាហេដូចយ៉ាងម៉េចទេបៃតែយ៉ាងណាក៏ដោយគាត់ក៏អរគុណទៅកាន់ Eddie ដែលបានមើលថែមកកាន់គាត់រាល់បិសាចទាំងអស់គឺ Eddie នេះហើយដែលមើលថែមកកាន់គាត់ហ្នឹងគឺបានល្អជាងគេស្ដេចបិសាចក៏ដូចគ្នាទើបធ្វើឲ្យគាត់នឹងអាចរស់នៅកន្លែងដែលគ្រោះថ្នាក់បែបនេះបានមកដល់កន្លែងស្ដេចបិសាចវិញគាត់នៅតែសម្លឹងមើលសបត់រីសាញរបស់អារុនអញ្ចឹងគាត់បានគិតថាតើអារុនហ្នឹងគិតអីគេបានជាគេហ្នឹងព្យាយាមលាឈប់អំពីមុខតំណែងរបស់គេទាំងមិនបានប្រាប់អីមកកាន់គាត់សោះក៏ប៉ុន្តែយ៉ាងណាក៏ដោយនៅពេលដែលពួកគេបានជួបគ្នាលើកដំបូងដែលអារុនបានបង្ហាញខ្លួននៅកណ្ដាលវងរបស់ពពួកបិសាចដែលគាត់បានគិតថា
ស្ដេចរបស់ពពួកមនុស្សហ្នឹងគឺពិតជាឆោតមែនតើដែលហ៊ានបញ្ជូនមនុស្សដែលមានទេពកោសល្យដូចជាអារ៉ុនហ្នឹងមកកាន់កន្លែងគ្រោះថ្នាក់បែបនេះបើសិនជាគាត់វិញគាត់នឹងមិនបញ្ជូនគេឲ្យចូលរួមក្នុងកន្លែងដែលគ្រោះថ្នាក់បែបនេះឡើយដែលគ្រាន់តែទុកគេគឺជាសន្លឹកបៀសម្ងាត់របស់គាត់តែបន្ទាប់ពីគាត់មើលរបាយការណ៍ដែលពពួកបិសាចបានរាយការណ៍មកគាត់ក៏គិតឃើញនៅមធ្យោបាយថ្មីដើម្បីទាក់ទាញនៅចំណាប់អារម្មណ៍របស់អារ៉ុនបានបញ្ជាឲ្យកូនចៅរបស់គាត់នឹងធ្វើការកោះហៅនៅមេបញ្ជាការទាំង12ឲ្យមកប្រជុំគ្នាក្នុងពេលនេះកាត់ចូលមកដល់ព្រឹកបន្ទាប់ដោយតួប្រុសរបស់យើងមានការខឹងសម្បាយជាមួយនឹងស្ដេចបិសាចជាខ្លាំងដែលប្រាប់ឲ្យគាត់នឹងធ្វើការសម្រាកក៏ប៉ុន្តែបែរជាកោះប្រជុំក្រុមមេបញ្ជាការរបស់ពពួកបិសាចទៅវិញវាបានរំខាននៅការសម្រាកដ៏សុខស្រួលរបស់គាត់ការបង្ហាញខ្លួនរបស់គាត់ធ្វើឲ្យពួកបិសាចដែលនៅជុំវិញនឹងមានការភ្ញាក់ផ្អើលដោយសារតែពួកគេឮថាគាត់គឺជាអ្នកសម្លាប់នៅហេរ៉ូក៏ដូចជាពេលដែលស្ដេចបិសាចនឹងបានសួរទៅកាន់ឈ្មោះរបស់គាត់បានប្រាប់ថាគឺជា Demon Aaron ដែលវាពិតជាឈ្មោះដ៏លយមែនតើសម្រាប់ពពួកបិសាចតែធ្វើឲ្យតួប្រុសរបស់យើងនឹងមានការងឿងឆ្ងល់ដែរគាត់ប្រាប់ថា Dion ហាតើហេតុអីបានជាពួកគេនឹងឮចឹងវិញនឹងបានបន្តសរសើរអំពីកម្លាំងរបស់គាត់ដែលវាបានធ្វើឲ្យគាត់នឹងមានការអស់សង្ឃឹមជាខ្លាំងដោយសារតែគាត់នឹងដឹងខ្លួនឯងច្បាស់ណាស់ថាគាត់គឺជាមនុស្សទន់ខ្សោយ 100% តាមមើលទៅការយកច្រឡំនេះវាកាន់តែធ្ងន់ធ្ងរទៅហើយក៏ប៉ុន្តែយ៉ាងណាក៏ដោយក៏អរគុណសម្រាប់វាដែរដែលធ្វើឲ្យពួកបិសាចទាំងអស់ហ្នឹងមិនហ៊ានមករករឿងគាត់តែយ៉ាងណាក៏ដោយបើសិនជាពួកគេចាប់បាននៅចំណុចខ្សោយរបស់គាត់នោះគាត់ច្បាស់ជាមានបញ្ហាជាមិនខានដូច្នេះគាត់ត្រូវតែសម្ដែងធ្វើដូចជាគាត់នឹងមិនខ្លាចអ្វីទាំងអស់ចូលមកដល់ក្នុងកិច្ចប្រជុំរបស់ពួកគេដែលវាបានបង្កជាការភ្ញាក់ផ្អើលទៅកាន់មេបញ្ជាការរបស់ពពួកបិសាចទាំងអស់ដោយសារតែសារនេះគឺមានវត្តមន្តរបស់មេបញ្ជាការលេខ0របស់កងស្ដេចបិសាចចូលរួមក្នុងកិច្ចប្រជុំរបស់ពួកគេផងដែរមេបញ្ជាការទី2បានប្រាប់ឲ្យអារុនធ្វើការទៅអង្គុយចិត្តស្ដេចបិសាចទៅដោយសារតែតាមឋានៈរបស់គាត់អញ្ចឹងម្នាក់នេះមានឈ្មោះថា Aset អានត្រូវអានខុសប៉ុន្តែគឺជាមេបញ្ជាការទី3របស់កងបិសាចនិងម្នាក់ស្រីនេះមានឈ្មោះថា Rinel គឺជាមេបញ្ជាការទី11របស់កងបិសាចមានតួអង្គផ្សេងទៀតដែលខ្ញុំអត់ទាន់រៀបរាប់ទេចាំមើលដល់ពេលមានព្រឹត្តិការណ៍សំខាន់សិនព្រោះដឹងថាបើសិនជារៀបរាប់ឥឡូវក៏គ្នាយើងភ្លេចដែរបន្ទាប់ពីគាត់បានអង្គុយចុះអ្នកបម្រើរបស់ពពួកបិសាចបានធ្វើការចាក់នៅស្រាដើម្បីអារ៉ុននឹងធ្វើការសម្រួលនៅអារម្មណ៍របស់គាត់តែវាបានធ្វើឲ្យអារ៉ុនមានការសប្បាយចិត្តជាខ្លាំងដោយបានគិតថាវាគឺជាក្តីសុខបំផុតតែគាត់នឹងអាចញ៉ាំស្រានៅក្នុងពេលហ្នឹងបានវាក៏ជាចំណង់ចំណូលចិត្តដ៏ធំរបស់គាត់ផងដែរប៉ុន្តែបន្ទាប់ពីបានក្រែមួយជិបមកទើបគាត់បានដឹងថាវាមិនមែនជាស្រានោះទេក៏ប៉ុន្តែវាជាទឹកផ្លែឈើដែលគាត់បានបង្ហាញនៅការអន់ចិត្តជាខ្លាំងទៅកាន់ស្ដេចបិសាចនិងបានឆ្ងល់ផងដែរហេតុអ្វីបានជាស្ដេចបិសាចនឹងធ្វើអញ្ចឹងមកកាន់គាត់តែស្ដេចបិសាចនឹងបានប្រាប់ថាវាគឺជាការបញ្ជារបស់គាត់ដោយសារតែអារ៉ុននឹងស្រឡាញ់ស្រាខ្លាំងពេកហើយនៅពេលដែលគាត់ស្វឹងនឹងគឺពិបាកគ្រប់គ្រងខ្លាំងណាស់ដែលវាបានធ្វើឲ្យអារ៉ុននឹងខឹងជាមួយនឹងស្ដេចបិសាចដែរថាហេតុអ្វីនឹងបានជាដាក់កំហិតមកកាន់គាត់ចឹងតែក៏នឹកឃើញថាប្រហែលជាពួកគេនឹងដឹងថាគាត់នឹងទុំខ្សោយហើយមិនចង់ចំណាយនៅរបស់មានតម្លៃមកលើគាត់ហើយតែមើលទៅស្ដេចបិសាចបាននិយាយថាមុនពេលដែលអារ៉ុនខឹងជាមួយនឹងគាត់គួរតែស្ដាប់សិនថាគាត់នឹងមានគម្រោងការអ្វីឲ្យអារ៉ុនធ្វើនៅក្នុងថ្ងៃនេះនឹងបានប្រាប់ឲ្យបញ្ជាការទី6ធ្វើការរាយការណ៍អំពីសកម្មភាពរបស់ពពួកសត្វចម្លែកបិសាចដែលគាត់ទទួលបានមកក្នុងសេចក្តីរួមរបស់ពួកគេបាននិយាយថាសត្វបិសាចចម្លែកនឹងធ្វើការវាយប្រហារនៅក្នុងទីក្រុងរបស់ពពួកបិសាចនិងធ្វើការសម្លាប់ទៅកាន់ប្រជាជនជាច្រើនបើទោះបីជាពួកគេនឹងបានដកថយមកកាន់ទីក្រុងធំយ៉ាងណាក៏ដោយក៏ពួកគេនៅតែបន្តធ្វើការវាយប្រហារអញ្ចឹងហើយហ្នឹងក៏ពួកយើងឆ្ងល់ដែរបិសាចតែសម្លាប់បិសាចតែតិចទៀតយល់ហើយពួកកន្លែងនេះគេបញ្យល់ដែរសត្វបិសាចចម្លែកពួកគេគឺគ្មានវិចារណញ្ញាណក្នុងការគិតទេគឺជាសត្វបិសាចដែលស្ដេចបិសាចនឹងបានបង្កើតឡើងមកហើយបរាជ័យទើបបានខ្លាចទៅជាសត្វបិសាចនឹងឯងហើយពួកគេនឹងធ្វើការសម្លាប់ក៏ដូចជាដណ្ដើមយកនៅអ្វីដែលពួកគេគិតថាត្រឹមត្រូវតែប៉ុណ្ណោះនិយាយជារួមទៅគឺជាផលិតផលបរាជ័យពួកវាមានចំនួនជាច្រើនខ្លាំងណាស់ដែលធ្វើការវាយប្រហារមិនឈប់ឈរដែលមិនដឹងថាពួកគេនឹងគឺចង់បានអ្វីឲ្យប្រកបស្ដេចបិសាចបានគិតថាតាមមើលទៅវាគឺជាអបាយកលរបស់ពពួកហេរ៉ូក្នុងការប្រើប្រាស់នៅវងសត្វចម្លែកទាំងអស់នោះធ្វើការវាយប្រហារបំបាក់នៅកម្លាំងរបស់គាត់ជាមុននឹងធ្វើការវាយប្រហារតាមក្រោយហើយរំលឹកឡើងអំពីហេរ៉ូគេទាំងអស់គ្នាក៏បាននឹកឃើញទៅដល់អារ៉ុនក្នុងគោលបំណងក្នុងការបញ្ជូនអារ៉ុននឹងទៅកាន់ទីកន្លែងហ្នឹងក្នុងការប្រយុទ្ធជាមួយនឹងពពួកបិសាចទាំងអស់ហ្នឹងនឹងដោះស្រាយជាមួយនឹងហេរ៉ូឃើញបែបនេះអារ៉ុនបានធ្វើសញ្ញាកាន់ស្ដេចបិសាចហ្នឹងក្នុងគោលបំណងកុំឲ្យបញ្ជូនគាត់ទៅក៏ប៉ុន្តែវាមានអាណាវាបានធ្វើឲ្យស្ដេចបិសាចហ្នឹងយល់ច្រឡំថាអារ៉ុនហ្នឹងកំពុងតែឆេះឆួលចង់សម្លាប់ទៅកាន់ពពួកហេរ៉ូហ្នឹងខ្លាំងណាស់ទើបបានសម្រេចចិត្តថាក្នុងបេសកកម្មមួយហ្នឹងគឺអារ៉ុននឹងចូលរួមផងដែរតែវាបានធ្វើអារ៉ុនហ្នឹងមានការបាក់ចង្កេះជាខ្លាំងនឹងបានគិតថាមិននឹកស្មានថាស្ដេចបិសាចហ្នឹងលេងសើចជាមួយនឹងគាត់ចឹងសោះក្នុងការគិតរបស់ស្ដេចបិសាចហ្នឹងបានគិតថាអារ៉ុនហ្នឹង stress ដោយសារតែគាត់ហ្នឹងមិនបានប្រយុទ្ធក្នុងពេលយូរចឹងហើយគឺចង់ឲ្យអារ៉ុនទៅធ្វើការរំសាយនៅអារម្មណ៍ក្នុងការប្រយុទ្ធហ្នឹងម្ដងតែអារ៉ុនបានស្នើសុំទៅកាន់ស្ដេចបិសាចហ្នឹងថាដោយសារតែរាងកាយរបស់គាត់គឺមិនទាន់ស្ដារមកវិញបានទេដូច្នេះហើយគាត់គឺមិនចង់ទៅឡើយដែលវាបានធ្វើឲ្យមេបញ្ជាការទី3ហ្នឹងមានការឆ្ងល់ដែរថាអារ៉ុនហ្នឹងកើតអីបានជាគេហ្នឹងមិនចង់ទៅត្រូវបានមេបញ្ជាការទី2ហ្នឹងប្រាប់ថាមិនមែនទេតាមការគិតរបស់គាត់ទៅអារ៉ុនគឺគាត់គ្រាន់តែមិនចង់បង្កជាចលាចលទៅកាន់ពពួកបិសាចទាំងអស់នោះតែប៉ុណ្ណោះដោយសារតែសភាពរាងកាយរបស់គាត់ដែលវាបានធ្វើឲ្យមេបញ្ជាការបិសាចដែលនៅជុំវិញហ្នឹងបានគិតថាគាត់គឺពិតជាអស្ចារ្យមែនទែនបើទោះបីជាគាត់ត្រូវរបួសក៏ដូចជាខ្លាំងប៉ុណ្ណាយ៉ាងណាក៏ដោយគាត់នៅតែគិតអំពីសុវត្ថិភាពរបស់ពពួកបិសាចទាំងអស់នោះក៏ដូចជាផលវិបាករបស់ពួកគេតែយ៉ាងណាក៏ដោយស្ដេចបិសាចបាននិយាយថាគាត់មិនបានឲ្យអារ៉ុនហ្នឹងធ្វើការវាយប្រហារដោយផ្ទាល់នោះទេគ្រាន់តែដឹកនាំពួកគេក្នុងការប្រយុទ្ធកម្ចាត់ទៅកាន់ពពួកបិសាចទៅគឺបានហើយអស់ជំរឿនហើយគាត់មានតែយល់ព្រមតាម
ពេលធ្វើដំណើរក៏បានចូលមកដល់អារ៉ុនបានអង្គុយគិតថាថ្ងៃដែលគាត់គិតថាវានឹងមកដល់ឥឡូវនេះគឺគាត់ជាមកដល់ពិតមែនមុនពេលដែលគាត់ចាកចេញមកធ្វើសង្គ្រាមជាមួយនឹងពួកគេគាត់បានព្យាយាមរត់ជាច្រើនដងក៏ប៉ុន្តែត្រូវបានស្ដេចបិសាចហ្នឹងធ្វើការរំខានដោយគិតថាគាត់ហ្នឹងគឺពិតជាចង់មកកាន់សមរភូមិខ្លាំងណាស់ទើបបានបញ្ជាឲ្យកូនចៅហ្នឹងធ្វើការពន្លឿននៅសកម្មភាពរបស់ពួកគេទាំងដែលគាត់ហ្នឹងគឺគ្រាន់តែចង់រត់គេចទៅកាន់ពិភពលោកមនុស្សវិញតែប៉ុណ្ណោះគាត់ខ្យល់គិតជាមួយនឹងវាខ្លាំងណាស់យ៉ាងណាក៏ដោយគ្រាន់តែបណ្ដោយឲ្យអេឌីក៏ដូចជាក្រុមបិសាចទាំងអស់ហ្នឹងធ្វើការដោះស្រាយទៅបញ្ហាទាំងអស់ហ្នឹងទៅគាត់គឺមិនចាំបាច់ខ្វាយខ្វល់ជាមួយនឹងរឿងទាំងអស់ហ្នឹងទេគាត់គួរតែបាយរីកនៅពេលដែលគាត់នឹងនៅតែឯងវិញល្អជាងគាត់បានបង្ហាញនៅស្រាមួយដែលវាជាការផលិតពិសេសរបស់ពពួកបិសាចវាមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនដែលធ្វើឲ្យពួកបិសាចទាំងអស់ហ្នឹងគឺចូលចិត្តទៅកាន់វាតែគាត់បានលួចអំពីការប្រជុំបានបញ្ចប់កាលពីលើកមុនគេគិតថាគាត់នឹងបោះបង់តែយ៉ាងណាក៏ដោយគាត់គឺមិនបោះបង់ដូចជាការគិតនោះទេដោយសារតែការចូលចិត្តរបស់គាត់តពីផឹកបានអស់3 4កឹកទៅក៏បានសន្លប់ស្ដុកអេឌីនៅខាងក្រៅបានគិតថាតាមមើលទៅរាងកាយរបស់មេបញ្ជាការរបស់ពួកគេហ្នឹងគឺមិនទាន់បានធូរស្រាលនៅឡើយទេនឹងបានគិតអំពីបញ្ហាដែលគាត់បានជួបប្រទះកាលពីមុនដែលគិតថារុនគឺចង់ជិះសេះដោយផ្ទាល់ក៏ប៉ុន្តែដោយសារតែសភាពរាងកាយរបស់គាត់ទើបបានបណ្ដាលឲ្យគាត់នឹងមិនអាចជិះសេះបានទើបតម្រូវឲ្យគាត់នឹងធ្វើការជិះរទេះជំនួសវិញវាក៏ជាការបញ្ជារបស់ស្ដេចបិសាចដែរតែគាត់បាននិយាយថាពួកវានឹងគិតស្អីគេបានជាឲ្យអរុនធ្វើការជិះសេះអត់មើលសភាពរាងកាយរបស់អរុនទេអីតែយ៉ាងណាក៏ដោយវាគឺជាការជឿចាប់យ៉ាងខ្លាំងទៅកាន់អរុនដែលគាត់គឺជាអ្នកចម្បាំងតែមិនអាចជិះសេះបាននៅពេលដែលមកប្រយុទ្ធនៅក្នុងសមរភូមិការធ្វើដំណើររបស់ពួកគេក៏បានមកដល់ទីក្រុងមួយដែលពោពេញទៅដោយភ្លើងឆេះដោយក្រុមរបស់អរុនបានគិតថាពួកបិសាចហ្នឹងគឺមិនទាន់បានចាកចេញទៅណាឆ្ងាយទេនឹងរៀបចំក្នុងការប្រយុទ្ធជាមួយនឹងពួកបិសាចទាំងអស់ហ្នឹងក៏ប៉ុន្តែវាបានធ្វើឲ្យពួកគេនឹងមានការភ្ញាក់ផ្អើលដោយសារតែពួកបិសាចហ្នឹងគឺមិនបានរត់ទៅណាទេតែបែរជារងចាំពួកគេក្នុងការប្រយុទ្ធគ្នាទៅវិញការប្រយុទ្ធរវាងកងទ័ពទាំងពីរក៏បានចាប់ផ្ដើមដោយកងទ័ពទាំងពីរបានធ្វើការប្រយុទ្ធគ្នាទៅវិញទៅមកតែយ៉ាងណាក៏ដោយពួកសត្វចម្លែកគឺមានចំនួនច្រើនខ្លាំងមែនទែនដែលធ្វើឲ្យការប្រយុទ្ធមានការលំបាកជាខ្លាំងទោះបីជាក្រុមបិសាចបានសម្លាប់ទៅកាន់ពួកគេអស់ច្រើនយ៉ាងណាក៏ដោយក៏ប៉ុន្តែពួកគេនៅតែបន្តចម្រុកចូលដូចជាទឹកបាក់ទំនប់ចឹងតែពិបាកក្នុងការទប់ទល់ខ្លាំងណាស់កាត់ចូលមកខាងប្រាសាទរបស់បិសាចវិញមេបញ្ជាការលេខ2បានសួរទៅកាន់ស្ដេចបិសាចថាតើវាមិនមានបញ្ហាអីទេអីតែបញ្ជូនតែកងពលលេខ0ទៅកាន់សមរភូមិចឹងតែស្ដេចបិសាចនឹងនិយាយបានថាមិនអីទេដោយសារតែគាត់នឹងបានដឹងអំពីសមត្ថភាពរបស់អរុនថាគេខ្លាំងប៉ុណ្ណាបើទោះបីជាពួកគេនឹងជួបជាមួយនឹងគ្រោះថ្នាក់មិនក៏ដោយឲ្យតែមានអរុននៅទីនោះបញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយចូលមកខាងសមរភូមិវិញបន្ទាប់ពីបានសម្លាប់ទៅកាន់មេបិសាចមួយហើយនេះបានស្ទុះចូលទៅអរគុណទៅកាន់អរុនដែលបានជួយមកកាន់គេក៏ប៉ុន្តែត្រូវបានអរុននឹងចង្អុលថាតើគេនឹងគឺជាសត្រូវជាមួយនឹងគាត់មែនអត់តើជាដៃគូប្រយុទ្ធជាមួយនឹងគាត់មែនទេក៏ប៉ុន្តែអេឌីបានឆ្លើយយ៉ាងលឿនថាវាមិនមែនទេហើយបានគិតនៅក្នុងចិត្តតើនេះគឺជាសភាវៈកតិនៅពេលដែលអរុនស្វឹងមែនទេរួមទាំងអរុនគឺមានសភាវៈកតិមួយទៀតនៅពេលដែលគាត់ស្វឹងអាចនិយាយបានថាចរិតលក្ខណៈពីរបើអញ្ចឹងមានតែមួយនេះដែលអរុនបានធ្វើការប្រជុំមុខជាមួយនឹងមេបិសាចដ៏ធំមួយវាបានធ្វើការវាបហាទៅកាន់អរុនធ្វើឲ្យគាត់នឹងខ្ទាតមកតំផឹងមនុស្សចាស់អរុនបានស្ទុះចូលមកយ៉ាងលឿនធ្វើការកាត់សម្លាប់ទៅកាន់ពពួកបិសាចទាំងអស់នោះនឹងបានធ្វើឲ្យពពួកបិសាចដែលជាកូនចៅរបស់គាត់មានការភ្ញាក់ផ្អើលនៅកាន់កម្លាំងរបស់គេជាខ្លាំងតើនេះមែនទេគឺជាកម្លាំងពិតរបស់មេបញ្ជាការលេខ0បើទោះបីជាបិសាចនោះបានស្លាប់ហើយយ៉ាងណាក៏ដោយអរុននៅតែបន្តចាក់រហូតទាល់តែបំភ័យទៅកាន់កូនបិសាចទាំងអស់ដែលនៅជុំវិញមានការផិតភ័យនិងធ្វើការដកថយចេញទៅតែនេះហើយគឺជាអ្វីដែលគាត់អាចរស់នៅក្នុងពិភពលោកដ៏ខុសខើមួយនេះគឺជាសន្លឹកបៀសម្ងាត់របស់គាត់នាំយកនូវភាពភ័យខ្លាចទៅកាន់សត្រូវរបស់គាត់ក៏លេចចូលមកខាងអាណាចក្ររបស់មនុស្សវិញដោយហេរ៉ូរបស់អាណាចក្រគឺបានធ្វើការរាយការណ៍ទៅកាន់ផ្នែករបស់ពួកគេថាតាមដំណឹងដែលទទួលបានអំពីសមរភូមិមុខនៅពេលនេះគឺសេរ៉ូខបរបស់ស្ដេចបិសាចបានចូលរួមនៅក្នុងការប្រយុទ្ធមួយនេះដែរដែលគេមានសភាពខ្លាំងក្លាក៏ដូចជាកាយសាហាវតាមពាក្យចចាមអារាមដែលគេបាននិយាយពិតមែនវាបានធ្វើឲ្យស្ដេចរបស់អាណាចក្រឌីសឺតមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបានគិតឲ្យគាត់នឹងនឹកឃើញនៅមនុស្សម្នាក់ដែលជាមនុស្សដែលនៅក្រោមបង្គាប់របស់គាត់បានដាក់បញ្ជាឲ្យគេនឹងធ្វើកិច្ចការឲ្យគាត់មួយក្នុងការធ្វើឃាតទៅកាន់មេបញ្ជាការលេខ0របស់កងស្ដេចបិសាច8ឆ្នាំនៅក្នុងសមរភូមិដើម្បីតែការពារនៅកិត្តិយសរបស់អាណាចក្រលេឡំជាមួយនឹងកូនអភិជនក៏ដូចជាអ្នកស្រែចម្ការជាដើមពួកគេទាំងអស់ខំប្រយុទ្ធពុះពៀគឺដើម្បីតែរស់តែនៅក្នុងផ្នែករបស់អាណាចក្រពួកគេគ្រាន់តែជាខែលសាច់ដើម្បីការពារនៅអាណាចក្រតែប៉ុណ្ណោះកិត្តិយសរបស់អាណាចក្រសេចក្តីថ្លៃថ្នូររបស់អាណាចក្រភាពស្មោះត្រង់កិត្តិយសរបស់អាណាចក្រទាំងអស់នេះវាសុទ្ធតែជាការនិយាយអត់ប្រយោជន៍ក៏ដូចជារឿងកំ pl ែងមួយតែប៉ុណ្ណោះទីនេះវាប្រៀបបានដូចជានរកហើយព្រះអង្គម្ចាស់របស់អាណាចក្រនេះហើយដែលបានបញ្ជូនខ្ញុំមកកាន់សមរភូមិដែលពោពេញទៅដោយសេចក្តីស្លាប់មួយនេះតើឲ្យខ្ញុំទៅស្មោះត្រង់ជាមួយនឹងពួកគេដោយរបៀបណាខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតែរស់មិនថាត្រូវលះបង់ឬចំណាយអ្វីក៏ដោយមិនថាត្រូវចំណាយអ្នកជិតស្និទ្ធឬក៏មនុស្សជាទីស្រឡាញ់យ៉ាងណាក៏ដោយខ្ញុំត្រូវតែរស់ដើម្បីសងសឹកមនុស្សដែលបានបញ្ជូនខ្ញុំមកកាន់ឋាននរកមួយនេះតើខ្ញុំកំពុងតែសុបិនមែនទេតើរឿងទាំងអស់ដែលខ្ញុំយល់សុបិននេះវាជារឿងអ្វីឲ្យប្រកបតើខ្ញុំកំពុងតែនៅឯណា
Eddie បានរាយការណ៍ប្រាប់ទៅកាន់រុនថាទីនេះគឺជាភាសារបស់ស្ដេចបិសាចភារកិច្ចក្នុងការដោះស្រាយជាមួយនឹងពួកសត្វចម្លែកទាំងអស់នោះគឺបានដោះស្រាយរួចរាល់ហើយតើពីពួកយើងបានបំភ័យធ្វើឲ្យពួកគេនឹងធ្វើការដកថយគេត្រឡប់មកកាន់ប្រាសាទរបស់ស្ដេចបិសាចវិញគឺដើម្បីតែព្យាបាលរបួសទៅកាន់អារុននេះឯងតែគេ mission បានបញ្ចប់ហើយគឺអ្នកបានបញ្ចប់នៅ mission នោះតែម្នាក់ឯងបន្ទាប់ពីបានចូលរួមក្នុងសមរភូមិប្រយុទ្ធតែបន្តិចអញ្ចឹងរឿងដែលខ្ញុំបានជួបប្រទះការពីបាញ់មិញនេះមិនមែនជាការយល់សបិនទេតែសុទ្ធតែជាការពិតខ្ញុំគ្រាន់តែចង់ផឹកឲ្យសវឹងដើម្បីរត់ចោលនៅបញ្ហាដែលខ្ញុំត្រូវប្រឈមមុខតែប៉ុណ្ណោះហើយចុងក្រោយបែរជាបង្ករឿងធំបែបនេះទៅវិញខ្ញុំបានលើបន្តទៀតថាអ្នកគឺបានជួយជាច្រើននៅក្នុង mission មួយនេះឆ្នេះហើយគុំមានអារម្មណ៍ថាខុសអី Eddie បានធ្វើការអរគុណចំពោះអារុនក្នុងការចូលមកជួយប្រយុទ្ធជាមួយនឹងវងសត្វចម្លែកនៅពេលអាសន្នបើសិនជាគ្មានគាត់ទេនោះក្រុមរបស់ Zero Corp ទាំងអស់នឹងត្រូវជួបនៅបញ្ហាលំបាកជាមិនខានសូមទោសទៅកាន់អារុនផងដែរដោយសារតែគាត់គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយនៅបញ្ហានេះទើបបណ្ដាលឲ្យអារុនធ្វើការដោះស្រាយវាដោយខ្លួនឯងតែគាត់នឹងសន្យាថាព្យាយាមឲ្យខ្លាំងឲ្យបានលឿនតាមតែអាចធ្វើទៅបានដើម្បីឈរនៅក្បែរអារុនលេងទ្វារក៏បានបើកបង្ហាញនៅតួអង្គថ្មី2នាក់យើងឃើញនៅក្នុងកិច្ចប្រជុំកាលពីលើមុនម្នាក់ស្រីមានឈ្មោះថា Elena ជាមេបញ្ជាការកងបិសាចលេខ4របស់ស្ដេចបិសាចម្នាក់ប្រុសមានឈ្មោះថា Alcetជាមេបញ្ជាការកងបិសាចលេខ3នៅក្រោមបញ្ជាស្ដេចបិសាចនឹងបានបង្ហាញខ្លួនទៅតួអង្គដែលខ្ញុំធ្លាប់តែនិយាយថាជាតួអង្គមេបញ្ជាការទី2ហ្នឹងច្រឡំទេតាមពិតគឺជាមេបញ្ជាការទី1មានឈ្មោះថា Jacker ជាមេបញ្ជាការទី1របស់កងស្ដេចបិសាចហើយពួកគេមកនេះគឺក្នុងគោលបំណងសួរនាំសុខទុក្ខទៅកាន់អារុនចំពោះរបួសដែលគាត់បានបង្កឡើងនៅសមរភូមិជួរមុខចំពោះអារុនបន្ទាប់ពីបានឃើញនៅទឹកមុខរបស់ពួកគេហើយតែមកធ្វើការសរសើរអែបអបមកកាន់គាត់វាបានធ្វើឲ្យគាត់នឹងខឹងជាមួយនឹងពួកគេកាន់តែខ្លាំងជាងមុនទៅទៀតហើយយ៉ាងណាក៏ដោយគាត់គ្មានសមត្ថភាពក្នុងការដោះស្រាយជាមួយនឹងពួកគេទេបានត្រឹមតែបង្ហាញនៅទឹកមុខមិនសប្បាយចិត្តតែវាបែរជាធ្វើឲ្យអ្នកទាំង3មានអារម្មណ៍ថាគាត់មិនសប្បាយចិត្តដោយសារតែគាត់បានបញ្ចប់នៅ mission វាស្រួលខ្លាំងពេក Jacker បានប្រាប់ទៅកាន់គាត់ថាគាត់ដឹងថាអារុនមានអារម្មណ៍ថាមិនសូវសប្បាយចិត្តក៏ប៉ុន្តែវានៅក្នុងភាសារបស់ស្ដេចបិសាចដូច្នេះហើយអារុនគួរតែគុំសម្លាប់ទៅកាន់អ្នកដទៃអីនឹងផ្ដល់ជាសេចក្តីមេត្តាមកដល់ពួកយើងផងគឺបានធ្វើឲ្យអារុននឹងមានការគាំងម្ដងទៀតដោយសារតែគាត់មិនទាន់បាននឹងនិយាយអ្វីផងហ្នឹងតាមមើលទៅការយល់ច្រឡំរបស់ពួកគេទាំងអស់គ្នាមកលើគាត់នឹងវាកាន់តែធ្ងន់ធ្ងរទៅហើយស្អីគេសេចក្តីសន្តោសមេត្តាអាណាគេថាចង់សម្លាប់មនុស្សហ្នឹងអញដូចជាមិនដែលបាននិយាយស្អីសោះហើយយ៉ាងណាក៏ដោយវាគឺជារឿងល្អការបង្រៀនពួកគេនឹងឲ្យចេះសន្តោសមេត្តាទៅកាន់អ្នកទូនខ្សោយជាងដើម្បីទប់ផ្លើឲ្យខ្លួនឯងទៅពេលដែលពួកគេនឹងបានរកឃើញនៃការសម្ងាត់បានប្រាប់ទៅកាន់ពួកគេបើទោះបីជាគាត់កំពុងតែខឹងយ៉ាងណាក៏ដោយគាត់មិនមែនចេះតែសម្លាប់មនុស្សដោយគ្មានហេតុផលនោះទេថាពួកគេទូនខ្សោយជាងគាត់ឬក៏ល្ងងជាងគាត់យ៉ាងណាក៏ដោយគាត់តែងតែបង្ហាញនៅសេចក្តីមេត្តាបីឲ្យពួកគេនឹងមើលមកកាន់ពួកយើងថាជាមនុស្សអស្ចារ្យវាបានធ្វើឲ្យអ្នកដែលនៅជុំវិញនេះមានការគាំងទាំងអស់គ្នាយកមកអំពីសម្ដីរបស់គាត់វាកាន់តែធ្វើឲ្យអារុនមានអារម្មណ៍ថាតាមមើលទៅដោយសារតែគាត់គឺជាមនុស្សទើបមិនយល់អំពីខួរក្បាលរបស់ពួកបិសាចហ្នឹងថាកំពុងតែគិតអីHackerបានអបអរសាទរទៅកាន់អារុនក្នុងការបំពេញនៅ mission ដែលស្ដេចបិសាចបានដាក់មកឲ្យពីណាក៏បានសរសើរទៅកាន់អារុនដូចគ្នាគាត់អាចកម្ចាត់ទៅកាន់វងសត្វចម្លែកហ្នឹងបានចំនួនពាក់កណ្ដាលដោយខ្លួនគាត់ផ្ទាល់ឥឡូវនេះនៅក្នុងប្រាសាទបិសាចទាំងអស់ពួកគេគឺកំពុងតែនិយាយអំពីស្នាដៃរបស់អារុនហើយដែលវាបានធ្វើឲ្យអារុនមានការភ្ញាក់ផ្អើលមកតង់ទៀតអីគេគាត់នឹងទៅសម្លាប់វងសត្វចម្លែកទាំងអស់ហ្នឹងអាមនុស្សគាត់ទុនខ្សោយសឹងងាប់អីហ្នឹងតាមមើលទៅគាត់បានយកនៅស្នាដៃរបស់ Eddie មកពាក់នៅលើខ្លួនរបស់គាត់ហើយតាមមើលលេខមកមើលខាង Eddie វិញបែរជាញញឹមទទួលស្គាល់នៅការកុហកនេះទៅវិញបានធ្វើឲ្យអារុនកាន់តែបែកងាងទៀតថាវាមានរឿងអីប្រកបគាត់កំពុងតែ claim យកនៅស្នាដៃរបស់ Eddie ហើយហេតុអ្វីបានជា Eddie ហ្នឹងមិនព្រម over អីបន្តិចអញ្ចឹង Asset បានឮពីរឿងដែលរុនធ្វើការសម្លាប់ទៅកាន់ Hero ក៏ដូចជាកម្ចាត់នៅវងសត្វចម្លែកទាំងអស់នេះហើយគាត់បានស្នើសុំទៅកាន់រុនក្នុងការប្រយុទ្ធគ្នាមួយស្មើដើម្បីដកពិសោធន៍នៅជំនាញប្រយុទ្ធក៏ដូចជាដើម្បីរៀនអំពីស្នៀតប្រយុទ្ធឲ្យអារុននឹងជួយកែតម្រូវបានគិតនៅក្នុងចិត្តរបស់គាត់ស្អីគេឲ្យគាត់នឹងទៅប្រយុទ្ធជាមួយនឹងបញ្ជាការទី3នៅក្រោមបង្គាប់របស់ស្ដេចបិសាចដូចជាអង្គរៈផ្ទាល់របស់ស្ដេចបិសាចតើមិនឲ្យគាត់ទៅរកសេចក្តីស្លាប់ទេឬហើយយ៉ាងណាក៏ដោយអ្នកនៅជុំវិញមានការរំពឹងទុកជាខ្លាំងក្នុងការប្រយុទ្ធមួយស្មើរវាង Cell ក៏ដូចជាអារុនដោយសារតែអារុនបន្ទាប់ពីគាត់បានខ្លាយទៅជាមេបញ្ជាការលេខ0មកគឺគាត់មិនដែលសាកល្បងជាមួយនឹងមេបញ្ជាការផ្សេងទៀតទេJacker ក៏បានគិតដែរថាគាត់គឺពិតជាចង់មើលអំពីសមត្ថភាពរបស់អារុនខ្លាំងណាស់ថាគេនឹងខ្លាំងដូចជាអ្វីដែលគេបានឮមកអត់ស្អីគេឲ្យគាត់នឹងទៅប្រយុទ្ធជាមួយនឹងមនុស្សដូចជា Cell នឹងគឺដូចជាឲ្យគាត់នឹងទៅរកសេចក្តីស្លាប់ចឹងគឺគ្រាន់តែចំបាច់តិចគឺគាត់ងាប់បាត់ហើយគាត់បានព្យាយាមបដិសេធទៅកាន់Asel ដោយប្រាប់ថារាងកាយរបស់គាត់បន្ទាប់ពីប្រយុទ្ធហើយគឺមិនទាន់បានស្ដារមកវិញនោះទេដូច្នេះហើយបើសិនជាគាត់ប្រយុទ្ធបន្តទៀតគាត់អាចនឹងស្លាប់ហើយវាបានធ្វើឲ្យ Asel នឹងមានការឆ្ងល់ដែរហេតុអ្វីនឹងបានជាអារុនធ្វើការបដិសេធក្នុងការប្រយុទ្ធគ្នាមួយនេះតើគាត់ខ្លាចមែនទេតែបែរជាត្រូវ Joker នឹងទៅសារមកកាន់គាត់ទៅវិញថាគឺពិតជាអស្ចារ្យខ្លាំងណាស់បើទោះបីគាត់គឺជាមេបញ្ជាការកងពលទី1របស់ស្ដេចបិសាចយ៉ាងណាក៏ដោយគាត់ក៏មិនប្រកាសថាគាត់អាចយកឈ្នះនៅគ្រប់សមរភូមិក្នុងការសាកល្បងគ្នាដែរក៏ប៉ុន្តែអារុនបែរជាហ៊ានជឿជាក់100%ថាគាត់អាចនឹងយកឈ្នះនៅក្នុងការប្រយុទ្ធ
ជាមួយនឹងមេបញ្ជាការទាំងអស់វិញបានដែលវាបានធ្វើឲ្យ Cell ក៏ដូចជាអារម្មណ៍នឹងរៀងភាំងដែរថាស្អីគេទៀតហើយនេះវាសម័យដល់ណា Jacker បានបន្តថាបន្ទាប់ពីការសង្កេតអំពីការប្រយុទ្ធចុងក្រោយរបស់អារុនបញ្ជាក់ឲ្យយើងដឹងថាពលសត្រូវរបស់គាត់គឺគាត់មិនដែលទុកឲ្យមានជីវិតឡើយដូច្នេះហើយមានន័យថាបន្ទាប់ពីពួកគេបានចុះកិច្ចសន្យាក្នុងការប្រយុទ្ធមួយស្មើជាមួយនឹងគ្នាដើម្បីសាកល្បងទោះអា Cell ក៏ត្រូវចាត់ទុកថាគឺជាសត្រូវរបស់គាត់ដែរគូប្រយុទ្ធរបស់គាត់ដូច្នេះហើយរវាងពួកគេទាំងពីរនាក់គឺត្រូវតែមានម្នាក់ស្លាប់ដើម្បីបញ្ចប់នៅសមរភូមិសាកល្បងមួយនេះដូច្នេះហើយទើបគាត់ខ្លាចថាគាត់មិនអាចគ្រប់គ្រងនៅកម្លាំងរបស់គាត់បានធ្វើឲ្យអា Cell ស្លាប់នៅក្នុងការប្រយុទ្ធសាកល្បងមួយនេះទើបបានជាគាត់នឹងព្យាយាមបដិសេធតែបានគិតទៅក្នុងចិត្តរបស់គាត់ទោះបីជាគាត់មានជំនឿចិត្តថាអាចប្រយុទ្ធជាមួយនឹង Commander ទាំងអស់របស់ស្ដេចបិសាចបានយ៉ាងណាក៏ដោយតែគាត់មិនមានជំនឿចិត្តថាគាត់នឹងអាចឈ្នះ 100% បានទេតើអារុននឹងគឺមានជំនឿចិត្តខ្លាំងបែបនេះដោយរបៀបណាឈួតរបៀបនេះដោយរបៀបណាថាគេអាចនឹងយកឈ្នះនៅគ្រប់ Commander ទាំងអស់បានហើយប្រកាសថាគាត់នឹងស្លាប់បែបនេះបានធ្វើការសុំទោសទៅកាន់អារុនទោះបីជារឿងដែលអារុននឹងបដិសេធក្នុងការប្រយុទ្ធជាមួយគាត់ធ្វើឲ្យគាត់មិនសប្បាយចិត្តយ៉ាងណាក៏ដោយក៏ប៉ុន្តែក៏អរគុណចំពោះសេចក្តីមេត្តារបស់អារុនដែលបានប្រគល់មកឲ្យគាត់ផងដែរតែគាត់ក៏នៅតែបន្តទៀតថាគាត់នឹងមិនបោះបង់ទេនៅពេលដែលគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធក៏ដូចជាច្បាស់ថាគាត់នឹងមិនស្លាប់នៅក្នុងការប្រយុទ្ធជាមួយនឹងអារុនគាត់នឹងស្នើសុំអារុនក្នុងការប្រយុទ្ធមួយស្មើម្ដងទៀតបន្ទាប់ពីអា Cell បានចាកចេញទៅអារុនមានការគាំងជាមួយនឹង Cell ជាខ្លាំងដោយសារតែគេនឹងមិនដឹងជាគិតឈួតយកស្អីទេគាត់និយាយនេះគឺគ្រាន់តែចង់គេចវេះក្នុងការប្រយុទ្ធតែប៉ុណ្ណោះតែបែរជាជំរុញឲ្យគេនឹងកាន់តែខិតខំក្នុងការវឹកហាត់មកប្រយុទ្ធជាមួយនឹងគាត់វិញវាធ្វើឲ្យគាត់នឹងកាន់តែឈឺក្បាលលើសដើមនេះបានស្នើសុំទៅកាន់អ្នកទាំងពីរដែលនៅសេសសល់គេទុកពេលសម្រាប់ទៅកាន់អារុនផងដោយសារតែគាត់នឹងទើបតែត្រឡប់មកពីសមរភូមិវិញរាងកាយរបស់គាត់គឺមិនទាន់មានអាការៈស្រួលបួលនៅឡើយទេតែឃើញបែបនេះ Jacker Elena បានលាទៅកាន់អារុនក៏ប៉ុន្តែមុនពេលដែលចាក់ចេញ Jacker បាននិយាយថាចំពោះ Commander ទី3គេគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធជាមួយនឹងអារុនទេក៏ប៉ុន្តែតើអារុននឹងបន្ទាប់ពីព្យាបាលនៅរបួសរបស់គេហើយអាចសាកល្បងជាមួយនឹងគាត់បានអត់គឺពិតជាទន្ទឹងរង់ចាំនៅថ្ងៃនឹងខ្លាំងណាស់តែវាបានធ្វើឲ្យអារុននឹងបាក់ចកេះស្ដេកស្ដោកយកហ្មងមិននឹកស្មានថាគូក្បាលរបស់ពួកគេនឹងគិតឃើញតែរឿងចឹងតពីពួកគេនឹងបានចាក់ចេញអស់ទៅអារុនបានចេញមកធ្វើការស្រូបយកខ្យល់អាកាសនៅខាងក្រៅតែម្នាក់ឯងហើយបានគិតថាតើពួកគេនឹងចង់បានអ្វីពីគាត់ឲ្យពិតប្រាកដមានការឈឺក្បាលជាមួយនឹងពួកគេខ្លាំងពេកហ្នឹងគាត់អត់ធ្មត់មិនបានក៏បានទាត់អាថ្មដែលលើចិត្តហ្នឹងដែលវាបណ្ដាលឲ្យទៅប៉ះក្បាលពួកអាកូនបិសាចតូចតាចទាំងឡាយនៅជុំវិញហ្នឹងដោយដំបងឡើយហ្នឹងពួកអាបិសាចហ្នឹងវានិយាយថាអេអាគេបាញ់ណាវើយទាត់ក្បាលអញតែបន្ទាប់ពីឃើញនៅអារុនហើយភ្លាមគេបានផ្លាស់ប្ដូរនៅទឹកមុខ180ដឺក្រេនិងធ្វើការស្វាគមន៍ទៅកាន់អារុនយ៉ាងរាក់ទាក់និងធ្វើការសុំទោសថាបើសិនជាពួកគេនឹងធ្វើឲ្យអារុនមិនពេញចិត្តនៅកន្លែងណាគុំឲ្យអារុននឹងផ្ដល់សេចក្តីមេត្តាផងគឺគ្រាន់តែពួកគេនឹងចង់ដោះស្រាយជាមួយនឹងមនុស្សតូចតាចដែលមិនស្គាល់ពីឋានៈខ្លួនឯងហើយព្យាយាមរារាំងនៅផ្លូវរបស់ពួកគេទេតែដំបងឡើយនឹងវាធ្វើឲ្យអារុននឹងរៀងបុកពោះដែរថាចប់ហើយគាត់បានបង្កើតនៅកំហុសទៀតហើយតែបន្ទាប់ពីឃើញនៅទឹកមុខរបស់ពួកគេហើយគាត់ក៏សម្រេចចិត្តថាមិនខ្វាយខ្វល់ជាមួយនឹងពួកគេហើយឲ្យពួកគេចេញទៅឆ្ងាយទៅក្នុងការកើតរបស់រុនបន្ទាប់ពីដោះស្រាយជាមួយនឹងពួកអាគីបាញ់នោះហើយតើគាត់ត្រូវដោះស្រាយជាមួយនឹងក្មេងតូចនៅមុខនេះដោយរបៀបណាវាជាលើកទី1ហើយដែលគាត់បានជួបប្រទះបិសាចមានសភាពទន់ខ្សោយជាងគាត់ទៅទៀតគាត់បានឲ្យនាងនឹងចាប់ដៃរបស់គាត់ដើម្បីងើបឈរមកតែនាងបែរជាបញ្ចេញអាការៈមិនស្រួលទៅវិញដូចជារៀងផ្លឹកក្នុងការគិតរបស់នាងអាចនឹងស្លាប់បើសិនជានាងនឹងធ្វើការប្រមាថទៅកាន់អារុនដែលឃើញថានាងផ្លឹកមិនអើពើជាមួយនឹងសម្ដីរបស់គាត់បានចាប់ទាញនាងនឹងបាននិយាយទៅកាន់នាងថាតើនាងមើលងាយដោយសារតែគាត់នឹងគឺជាមនុស្សមែនទេតែវាបានធ្វើឲ្យនាងបដិសេធទៅវិញដោយសារតែតាមឋានៈក៏ដូចជាទូនាទីរបស់អារុននាងគឺគ្មានសិទ្ធិក្នុងការនិយាយជាមួយនឹងអារុនឡើយអារុនបានគិតថាវាគឺពិតជាលំបាកណាស់ក្នុងការឲ្យក្មេងស្រីដូចជានាងព្យាយាមរស់នៅក្នុងប្រាសាទបិសាចដែលពោពេញទៅដោយមនុស្សស៊ីមនុស្សបែបនេះមនុស្សស៊ីមនុស្សបិសាចស៊ីបិសាចបើជាការតបស្នងទៅកាន់អារុនអាចជួយសង្គ្រោះមកកាន់នាងបានសួរថាអារុននឹងមានពេលអត់នាងនឹងធ្វើការណែនាំផ្លូវក៏ដូចជានាំអារុនទៅលំហែខួរក្បាលនៅឯសួនច្បារដើម្បីឲ្យគាត់នឹងកាន់តែមានអារម្មណ៍ស្រស់ស្រាយនិងធ្វើឲ្យរាងកាយរបស់គាត់នឹងឆាប់ជាសះស្បើយយ៉ាងណាក៏ដោយចំពោះអារុនឋានៈជា Commander គាត់ដឹងថាការងាររបស់គាត់នឹងគឺមិនសូវទំនេរប្រមាណទេដូច្នេះហើយបើសិនជាមិនមានពេលក៏មិនអីដែរអានណែនាំខ្លួនថានាងមានឈ្មោះថា Hen ជាអ្នកមើលការខុសត្រូវនៅក្នុងសួនច្បាររបស់ស្ដេចបិសាចគ្រាន់តែលឺអំពីសួនច្បារភ្លាមគេបានធ្វើឲ្យអារុននឹងមានការចាប់អារម្មណ៍ជាខ្លាំងដោយសារតែគាត់បានស្រមើសម័យឃើញអំពីផ្កាដ៏ស្រស់ស្អាតខ្យល់ដកដង្ហើមដ៏ស្រស់ថ្លាវាគឺជាកន្លែងល្អបំផុតក្នុងការព្យាបាលនៅរបួសរបស់គាត់សពថ្ងៃក៏ដូចជាលំហែនៅអារម្មណ៍របស់គាត់ផងដែរគាត់បានឲ្យអានឹងធ្វើការណែនាំផ្លូវដើម្បីឲ្យពួកគេទៅកាន់សួនច្បារបន្ទាប់ពីបានមកដល់សួនច្បារគាត់មានការសប្បាយចិត្តជាខ្លាំងដោយសារតែសម្រស់នៅជុំវិញនេះពិតជាតាក់ទាញដូចជាអ្វីដែលគាត់រំពឹងទុកពិតមែនអានដ៏ស្រស់ស្អាតចោលដង្ហើមដ៏បរិសុទ្ធនេះគឺពិតជាកន្លែងព្យាបាលដ៏ល្អឥតខ្ចោះសប្បាយចិត្តមិនទាន់បានប្រមាណផងគាត់ប៊ីតែនឹងត្រូវផ្កាស៊ីមនុស្សធ្វើការវាបហាបាត់ទៅហើយហានបានធ្វើការសុំទោសទៅកាន់គាត់ដោយសារតែប្រហែលជាពួកគេនឹងសប្បាយចិត្តខ្លាំងពេកក្នុងការដែលឃើញ
អារ៉ុននឹងធ្វើការមកលេងនៅទីនេះដោយផ្ទាល់ហើយសូមឲ្យគាត់នឹងគុំប្រកាន់ជាមួយនឹងពួកវាអីបានគិតថាស្អីគេទុនខ្សោយជាងគាត់អាកាត់កាលពីមុននឹងសិតតែជាការឈួតទាំងអស់ទាំងមើលទៅដូចជាសបកក្រៅទុនខ្សោយក៏ប៉ុន្តែនាងគឺមិនធម្មតានោះទេហើយផ្កាទាំងអស់នេះវិញនៅក្នុងសួនច្បារមើលពីសម្បកក្រៅទៅគឺដូចជាផ្កាធម្មតាក៏ប៉ុន្តែពួកវាតែជាផ្កាមិនធម្មតាទាំងអស់តាមមើលទៅគាត់ត្រូវតែចាកចេញអំពីទីនេះឲ្យបានលឿនបំផុតបានប្រាប់តែកាន់នាងថាគាត់មានការរវល់នៅឯកន្លែងវឹកហាត់នៅខាងក្រៅសារតែគាត់នឹងបានត្រឡប់អំពីការប្រយុទ្ធហើយសម្រាប់ក្នុងពេលយូរហើយគាត់ត្រូវតែទៅមើលការ training របស់ពួកគេដោយផ្ទាល់បានប្រាប់តែកាន់នាងបើសិនជាគាត់មានពេលទំនេរនៅពេលក្រោយគាត់នឹងមកលេងនាងម្ដងទៀតតពីការចាកចេញរបស់អារ៉ុនកាន់មានការពិបាកចិត្តជាខ្លាំងដោយសារតែអារ៉ុននឹងបានចាកចេញភ្លាមៗបែបនេះតែយ៉ាងណាក៏ដោយរ៉ុនគឺគាត់អាចនឹងមកទីនេះម្ដងទៀតនៅពេលក្រោយតាមមើលទៅអារ៉ុនមានការចូលចិត្តទៅកាន់ផ្កាខ្លាំងណាស់គាត់នឹងជូនកាដូទៅកាន់អារ៉ុនជាផ្កានៅក្នុងសួនច្បារនេះចំនួន1សង្ឃឹមថាអារ៉ុននឹងចូលចិត្តអារ៉ុនបានគិតថាពិតជាល្ងងខ្លាំងណាស់គិតថាមានមនុស្សធម្មតានៅក្នុងប្រាសាទរបស់ស្ដេចវិសាចគាត់គឺចង់តែត្រឡប់ទៅកាន់បន្ទប់របស់គាត់វិញទេក៏ប៉ុន្តែយ៉ាងណាក៏ដោយគាត់គួរតែទៅមើលនៅសមាជិករបស់កងបញ្ជាការលិសូតទោះបីជាស្ដេចវិសាចក៏ដូចជា SD នឹងធ្វើការមើលថែមកកាន់គាត់យ៉ាងណាក៏ដោយតែពាក្យសម្ដីដែល SD បាននិយាយមុននេះថាឲ្យគាត់នឹងចេញទៅខាងក្រៅគុំសង្ងំនៅក្នុងបន្ទប់រកអីធ្វើខ្លះទៅពិតជាចាក់ដោតមកកាន់អារម្មណ៍របស់គាត់ខ្លាំងណាស់គាត់ត្រូវតែទៅមើលពួកគេដោយផ្ទាល់និងបង្ហាញមុខឲ្យពួកគេស្គាល់តបពីបានមកដល់នៅឯងវឹកហាត់ក្រោមដីរបស់សមាជិករ៉ុនបានគិតថាគួរតែរកកន្លែងអង្គុយដើម្បីចាំពួកគេមកដល់ក៏ប៉ុន្តែមើលទៅដូចជាមិនសមគាត់បានតែចាប់កាន់នៅដាវមួយដែលគិតថាពួកគេនឹងពិតជាល្ងងខ្លាំងណាស់ជំនួសឲ្យការ training មួយនឹងដាវពិតប្រាកដតែបែរជា train ជាមួយនឹងដាវឈើវិញក៏ប៉ុន្តែបន្ទាប់ពីគាត់បានលើកវាហើយទើបដឹងថាវាពិតជាធ្ងន់ខ្លាំងណាស់សូម្បីតែដាវឈើគាត់មិនអាចលើករួចផងចុះតម្រាំតែដាវដៃទៀតអាមើលទៅគាត់មានតែជំរឿនម្យ៉ាងគត់គឺធ្វើការប្រើប្រាស់នៅ Digi ជំនួសឲ្យអាវុធរបស់គេផ្សេងៗវិញចាំបានមួយស្របក់ក្រុមកងបញ្ជាការលេខ0បានមកដល់នឹងបានមើលឃើញនៅអារ៉ុនបញ្ចេញនៅអរ៉ាដ៏ខ្លាំងពងរងចាំពួកគេក្នុងការ training វាបានធ្វើឲ្យពួកគេនឹងមានការសប្បាយចិត្តជាខ្លាំងដែលអារ៉ុននឹងមកសង្កេតមើលពួកគេ training ដោយផ្ទាល់តែក៏បារម្ភអំពីប្រភេទរបស់អារ៉ុនផងដែរក្នុងចិត្តរបស់ពួកគេអារ៉ុនគឺកំពុងតែហត់នឿយខ្លាំងណាស់សម្រាប់ដោះស្រាយជាមួយនឹងបញ្ហាដែលគាត់កំពុងតែជួបប្រទះក៏ប៉ុន្តែគាត់នៅតែមកបង្ហាត់បង្រៀនក៏ដូចជាសង្កេតមើលដោយផ្ទាល់ជាមួយនឹងពួកគេទៀតនឹងបានបញ្ចេញទឹកមុខគួរឲ្យចាប់អារម្មណ៍ទៅកាន់អារ៉ុនគេបានធ្វើឲ្យអារ៉ុននឹងអង្គុយងាងមកតង់ទៀតដោយគិតថាជុំហើយពួកនេះវាល្មិចវាទៀតហើយតែយ៉ាងណាក៏ដោយគាត់បានប្រាប់ទៅកាន់ពួកគេថាគាត់មកថ្ងៃនេះគឺគ្រាន់តែចង់អរគុណនិងសរសើរទៅកាន់ការបំពេញភារកិច្ចរបស់គេនៅឯមីសិនលើកមុនតែប៉ុណ្ណោះចំពោះការ training របស់ពួកគេនឹងគឺអាចចាប់ផ្ដើមបានគាត់នឹងសង្កេតមើលវាដោយផ្ទាល់តែមិនទាន់បានប្រមាណផងគាត់ក៏ទៅជពុបជើងជាមួយនឹងថ្មហើយយ៉ាងណាក៏ដោយគាត់ត្រូវតែសម្ដែងថាវាគ្មានរឿងអ្វីកើតឡើងទាំងអស់ត្រូវតែរក្សានៅចំហរបស់គាត់បន្ទាប់ពីបានរក្សានៅចំហហើយគាត់បានងាកទៅក្រោយឃើញថាគឺមានឃាតករកំពុងតែចង់វាយប្រហារមកកាន់គាត់បានគិតនៅក្នុងសភាវគតិរបស់គាត់ដើម្បីរស់គាត់ត្រូវតែចាកចេញអំពីទីនេះឲ្យបានតែបែរជារាងកាយរបស់គាត់ស្ដាប់បញ្ជាធ្វើការវាយប្រហារទៅកាន់ឃាតករនោះវិញនឹងបានបង្ហាញនៅមុខរបស់ឃាតករនោះថាគឺជាពពួកមនុស្សសកលបានសរសើរអំពីក៏ដូចជាតាក់ទិចរបស់អារ៉ុនផងដែរមិននឹកស្មានសោះថាគាត់នឹងគឺអាចគេចផុតអំពីការវាយប្រហាររបស់គេយ៉ាងងាយស្រួលបែបនេះរត់មិនទាន់ពីបានដឹងថាម្នាក់នឹងគឺជាមនុស្សគាត់ក៏មានការងឿងឆ្ងល់ដែរថាហេតុអ្វីបានជាមានមនុស្សនៅក្នុងប្រាសាទរបស់ស្ដេចពិសាចចិត្តរីឯឃាតករបន្ទាប់ពីបរាជ័យក្នុងភារកិច្ចគេបានព្យាយាមដកខ្លួនយ៉ាងលឿនហើយវាបានបង្ហាញឲ្យអារ៉ុនបានដឹងខ្លួនដែរថាគេរៀបចំខ្លួនដើម្បីរត់គេគាត់បានគិតនៅក្នុងចិត្តរបស់គាត់បើសិនជាគាត់អនុញ្ញាតឲ្យមនុស្សដែលអាចជ្រៀតចូលមកកាន់កងទ័ពរបស់ស្ដេចពិសាចដោយឲ្យពពួកបិសាចនោះមិនដឹងខ្លួនបានរត់គេចខ្លួននោះច្បាស់ណាស់ថាគាត់នឹងមានគ្រោះថ្នាក់នៅថ្ងៃក្រោយតែហើយគាត់ត្រូវតែដោះស្រាយជាមួយនឹងគេឲ្យរួចរាល់បន្ទាប់ពីបានដោះស្រាយជាមួយនឹងឃាតកររួចរាល់អារ៉ុនបានប្រាប់ទៅកាន់កូនចៅរបស់គាត់ធ្វើការចាប់ខ្លួនរបស់គេយកទៅដាក់នៅក្នុងគុកសិនរួចរាយការណ៍ដំណឹងទាំងនេះទៅកាន់ស្ដេចបិសាចឲ្យទ្រង់ជាអ្នកដោះស្រាយកូនចៅរបស់គាត់មានការភ្ញាក់ផ្អើលជាមួយនឹងកិត្តិយសរបស់អារ៉ុនជាខ្លាំងដោយល្បឿននៃការដឹងមុនកិច្ចនៅល្បឿននៃការវាយប្រហាររបស់សត្រូវក៏ដូចជាវាយបកវិញបានភ្លាមមិនឲ្យសត្រូវចាប់អារម្មណ៍បានវាពិតជាស័ក្តិសមមែនទែនតែគាត់មានឋានៈជាបញ្ជាការលេខ0ដែលជាអ្នកខ្លាំងបំផុតរបស់ស្ដេចបិសាចហើយយ៉ាងណាក៏ដោយពួកគេនៅតែអន់ចិត្តជាមួយនឹងខ្លួនឯងដោយសារតែមិនអាចដឹងទៅវត្តមានរបស់ជនបង្កប់ជ្រៀតចូលមកក្នុងកងពលរបស់ពួកគេនិងបណ្ដោយឲ្យអារ៉ុនទៅរងការធ្លាយប្រហារបែបនេះដោយសារតែសមត្ថភាពរបស់ពួកគេទុនខ្សោយដូច្នេះហើយពួកគេទាំងអស់គ្នានឹងស្មាត់ស្មោះថាធ្វើការវឹកហាត់ឲ្យខ្លាំងជាងនេះទៅមុខទៀតបន្ទាប់ពីបានចាកចេញអំពីកន្លែង training hall អារ៉ុនបានគិតនៅក្នុងចិត្តរបស់គាត់ដៃរបស់គាត់ស្ទើរតែនឹងវាក់ហើយអាហ្នឹងហើយគាត់គ្រាន់តែប្រើតែដាវឈើផងរាងកាយរបស់គាត់នេះគឺពិតជាយ៉ាប់យ៉ឺនខ្លាំងមែនទែនបន្ទាប់ពីបានសម្រាប់អស់មួយស្របក់នៅពេលដែលគាត់បានបើកភ្នែកភ្លាមគាត់ក៏មានការភ្ញាក់ផ្អើលដោយសារតែស្ដេចបិសាចមិនដឹងជាមកអង្គុយរងចាំគាត់តាំងពីពេលណាទេគាត់ក៏អង្គុយឆ្ងល់ដែរតើនឹងគឺនៅក្នុងយល់សពរបស់គាត់មែនបិសាចបាននិយាយទៅកាន់គាត់ហើយជាគាត់នឹងហត់នឿយក្នុងការធ្វើភារកិច្ចខ្លាំងពេកបានជាគាត់នឹងដេកលក់ដោយមិនដឹងខ្លួនអញ្ចឹងហើយយ៉ាងណាក៏ដោយសុំពេលអារ៉ុនបន្តិចដើម្បីនិយាយគ្នាអំពីរឿងខ្លះៗទាំងគ្រាន់តែសង្កេតមើលកន្លែងនេះយើងដឹងថាស្ដេចបិសាចនឹងឲ្យតម្លៃទៅលើអារ៉ុនខ្លាំងប៉ុណ្ណាហើយចិត្តមកអង្គុយចាំមកហ៊ានដាស់ទេបានសួរទៅកាន់ស្ដេចបិសាច
ថាតើវាមានរឿងអីឲ្យប្រកបអត់អីនឹងបានជាទ្រង់មករកគេដល់បន្ទប់បែបនេះសុខចិត្តអង្គុយចាំគេដល់មិនព្រមដាស់ទៀតគេអាចដែរអត់ថាមកពីរឿងដែលឃាតករមកធ្វើឃាតគាត់កាលពីលើកមុនទ្រង់រោបានតម្រុយអីមួយហើយបិសាចបាននិយាយថាត្រូវហើយគឺពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងគាត់មកកន្លែងហ្នឹងគឺចង់ឲ្យអរុនហ្នឹងទៅជាមួយគាត់ដើម្បីទៅជួបជាមួយនឹងគេបន្ទាប់ពីបានមកដល់ទប់សួរចម្លើយអរុនមានការងឿងឆ្ងល់ខ្លាំងមែនទែនដោយសារតែកន្លែងនេះគឺពាក់ព័ន្ធជាមួយនឹងភាវរៈជនជាន់ខ្ពស់ទើបយកមកចាក់សោទុកនៅកន្លែងហ្នឹងហេតុអ្វីបានជាស្ដេចបិសាចហ្នឹងនាំគាត់មកកាន់កន្លែងហ្នឹងឬមួយក៏អាជនក្បត់ម្នាក់ហ្នឹងដែលមកធ្វើឃាតគាត់កាលពីលើកមុនវាបាននិយាយអ្វីមិនល្អអំពីគាត់គ្រាន់តែចូលមកដល់ភ្លាមអរុនមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែជុំវិញនេះគឺពោពេញទៅដោយឈាមបានគិតថាតើគេត្រូវរងទរណកម្មអ្វីខ្លះក៏បានជាត្រឹមតែមួយយប់សោះប្រែខ្លាចទៅជាសភាពបែបនេះស្ដេចបិសាចបាននិយាយទៅកាន់អរុនមើលមកកាន់គេម្នាក់នេះមើលតើមានចាប់អារម្មណ៍ថាវាដូចជាស្តៀងអីដែរអត់អរុនក៏មានការងឿងឆ្ងល់ដែរថាស្តៀងស្អីគេហើយនៅពេលដែលគាត់ក៏លេងមើលឲ្យច្បាស់នឹងជាក់លាក់ទៅអាចដែរថាគេគឺជាហេរ៉ូរបស់អាណាចក្រហេរ៉ូរបស់អាណាចក្របែងចែកចេញជាពីរប្រភេទទី1គឺប្រើប្រាស់ខ្លួនឯងដើម្បីបំផ្លិចបំផ្លាញនៅអំណាចរបស់ស្ដេចបិសាចប្រភេទទី2គឺពួកគេព្យាយាមបង្កើតអំណាចរបស់ខ្លួនឯងនៅក្នុងអាណាចក្រដើម្បីកោះហៅក៏ដូចជាគៀកោរោកងកម្លាំងដើម្បីបង្កើតជាហេរ៉ូប្រឆាំងជាមួយនឹងស្ដេចបិសាចហើយពួកមនុស្សទាំងពីរប្រភេទនេះគឺជាវីរៈបរិសរបស់អាណាចក្រអរុនបានគិតនៅក្នុងចិត្តរបស់គាត់បើទោះបីជាការបាត់បង់របស់គេមិនប៉ះពាល់អ្វីធ្ងន់ធ្ងរទៅដល់អាណាចក្រក៏ដោយការបញ្ជូនហេរ៉ូមកស្លាប់បែបនេះវាពិតជាគួរឲ្យអាណត្តិធំខ្លាំងណាស់តើស្ដេចរបស់អាណាចក្រមនុស្សនឹងកំពុងតែគិតអីនៅក្នុងខ្លួនបានជាហ៊ានបញ្ជូនមនុស្សឲ្យមកស្លាប់បែបនេះទោះបីជាគេខ្សោយយ៉ាងណាក៏ដោយតែយ៉ាងណាគេនៅតែជាហេរ៉ូបញ្ជូនគេឲ្យមកស្លាប់បែបនេះគឺពិតជាខ្ជះខ្ជាយខ្លាំងណាស់អរុនបានស្នើសុំទៅកាន់ស្ដេចបិសាចឲ្យទុកពេលឲ្យគេតែពីរនាក់និយាយគ្នាជាមួយនឹងហេរ៉ូអរុនមានការងឿងឆ្ងល់ជាខ្លាំងថាវាមានរឿងអ្វីឲ្យប្រកាសបានជារបស់អាណាចក្រដាក់គោលដៅមកកាន់គាត់គេត្រូវតែមានរឿងអ្វីមួយសំខាន់ហើយតើគេកំពុងតែគិតអ្វីឲ្យប្រកាសគិតកោបានជេរទៅកាន់អរុនថាគេនឹងគឺជាជនក្បត់របស់អាណាចក្រគេបានបោកយកនៅទំនុកចិត្តរបស់អាណាចក្រខ្លាចទៅជាហេរ៉ូរបស់អាណាចក្ររួចហើយក៏បកក្បាលមកខំអាណាចក្រវិញដោយគ្រាន់តែបដូរខាងទៅខាងស្ដេចបិសាចតើគិតថាគេនឹងវាអស្ចារ្យណាស់ទៅមែនទេតែត្រូវបានអរុននឹងសើចយ៉ាងខ្លាំងគាត់បាននិយាយថាមិននឹកស្មានសោះថាព្រះអង្គម្ចាស់របស់អាណាចក្រនឹងគ្រាន់តែចង់ជូនសារមកកាន់គាត់តែបែរជាសុកចិត្តឲ្យហេរ៉ូនឹងមកស្លាប់ខ្លួនបែបនេះវាពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់ចំពោះគាត់តែត្រូវបានអាណាចក្រនឹងបោះបង់ហើយទាំងមិនដឹងខ្លួនទៀតរោបានឆ្លើយទៅកាន់អរុនវិញគេគឺបាននាំយកនៅភារកិច្ចដ៏សំខាន់ព្រះអង្គម្ចាស់នឹងបានដាក់មកឲ្យតើវាមានរឿងអ្វីបានជាហ៊ាននិយាយថាព្រះអង្គម្ចាស់នឹងបានបោះបង់គេចោលបានឆ្លើយតបទៅវិញថាតើគេនឹងស្គាល់អំពីព្រះអង្គម្ចាស់បានប៉ុណ្ណាគេអាចស្គាល់ព្រះអង្គម្ចាស់នឹងជាងគាត់ដែរអត់គាត់សារគិតអំពីរឿងទាំងអស់ឡើងវិញតែអ្វីនឹងបានជាគាត់មករស់នៅក្នុងប្រាសាទរបស់ស្ដេចបិសាចភារកិច្ចរបស់គាត់នឹងគឺជាអ្វីឲ្យប្រកបហើយសារគិតបន្តិចទៀតមើលតែអ្វីបានជាព្រះអង្គម្ចាស់នឹងបញ្ជូនគេមកកាន់ឯគ្រោះថ្នាក់ដូចជាប្រាសាទរបស់ស្ដេចបិសាចបែបនេះពេលដែលចាស់ចេញអរុនបានឲ្យគាត់គិតអំពីដែលគាត់និយាយមុននេះមុនពេលដែលគេស្លាប់នឹងទាំងមិនអស់ចិត្តបន្ទាប់ពីបានចាក់ចេញហេរ៉ូបានជេរទៅកាន់ព្រះអង្គម្ចាស់របស់អាណាចក្រជាខ្លាំងដោយគាត់បាននិយាយថាគាត់បានបូជាជីវិតទៅកាន់អាណាចក្រទាំងមូលក៏ប៉ុន្តែនៅចុងបញ្ចប់បែរជាត្រូវខាងអាណាចក្រនឹងបោះបង់ចោលទៅវិញគាត់បានគិតអំពីកាលដែលគាត់បោះបង់ចោលនៅពេលវេលាជាច្រើនដើម្បីតែស្មោះត្រង់ជាមួយនឹងអាណាចក្រវាពិតជារំខានដល់ចិត្តរបស់គាត់ខ្លាំងណាស់នៅពេលដែលជួបហេរ៉ូក្នុងស្ថានភាពបែបនេះស្ដេចបិសាចបាននិយាយទៅកាន់អរុនតាមមើលទៅការសន្ទនារបស់ពួកគេនឹងគឺបានបញ្ចប់ហើយតើគាត់នឹងគួរតែដោះស្រាយជាមួយនឹងគេដោយរបៀបណាតាមមើលទៅគាត់គឺអាចប្រើប្រាស់គេនៅក្នុងមធ្យោបាយផ្សេងទៀតជាជាងការសម្លាប់គេចោលគាត់បានឆ្លើយទៅទាំងមុខខៅថាវាស្រេចទៅលើទ្រង់ទេតែយ៉ាងណាក៏ដោយការសម្លាប់គេគឺជារឿងដ៏ល្អជាងស្ដេចបិសាចបានយល់ព្រមជាមួយនឹងសំណើរបស់អរុនប៉ុន្តែគាត់មានភារកិច្ចមួយដើម្បីឲ្យអរុនដោះស្រាយជំនួសគាត់វិញជាការតបស្នងក្នុងការសម្លាប់ទៅកាន់ហេរ៉ូម្នាក់នេះពេលបញ្ជាការទី1របស់កងពលបិសាចបានស្នើសុំនៅកងទ័ពជំនួយដោយសារតែពួកគេត្រូវប្រឈមមុខជាមួយនឹងហេរ៉ូពិតប្រាកដមិនមែនជាបេក្ខជនហេរ៉ូឡើយក្នុងកន្លែងនេះគេបែងចែកបេក្ខជនដែលតំណាងឲ្យហេរ៉ូនិងហេរ៉ូពិតប្រាកដសារហ្នឹងមិនមែនជាបេក្ខជនហេរ៉ូទេក៏ប៉ុន្តែជាបេក្ខជនគឺជាហេរ៉ូពិតប្រាកដដូច្នេះហើយស្ដេចបិសាចគឺចង់ឲ្យអរុនទៅដោះស្រាយជាមួយនឹងហេរ៉ូដែលកំពុងតែប្រយុទ្ធគ្នាជាមួយនឹងកងទ័ពនៅឯ front line តែគ្រាន់តែគាត់ឮអញ្ចឹងភ្លាមអរុនមានការភ្ញាក់ផ្អើលជាខ្លាំងអីគេឲ្យគាត់ទៅប្រយុទ្ធជាមួយពីណាតែយ៉ាងណាក៏ដោយស្ដេចបិសាចបានប្រាប់ឲ្យគាត់នឹងរៀបចំអីវ៉ាន់ដើម្បីធ្វើដំណើរទៅកាន់ front line ទៅការធ្វើដំណើររបស់អរុនទៅកាន់អរភូមិជួរមុខកំពុងតែអង្គុយគិតថាស្ដេចបិសាចនឹងគិតស្អីគេក្នុងខ្លួនបានជាចូលចិត្តបញ្ជូនគាត់ទៅកាន់កន្លែងមានគ្រោះថ្នាក់ខ្លាំងម៉េចគាត់គួរតែឆែកមើលថាហេរ៉ូរបស់អាណាចក្រថ្មីនឹងគឺជាពីណាគេសិនហើយជាគាត់នឹងអាចដោះស្រាយជាមួយនឹងពួកគេបានអេឌីបានប្រាប់ទៅកាន់អរុនថាតែនឹងគឺបានរៀបចំដើម្បីធ្វើដំណើររួចរាល់ហើយគេបានសម្លឹងទៅមើលទឹកមុខរបស់ឃើញថាអរុនមានការសប្បាយចិត្តជាខ្លាំងដែលគាត់បានគិតថាប្រហែលជាអរុននឹងតង់ប្រយុទ្ធខ្លាំងណាស់ហើយតាមមើលទៅឬពីបទបញ្ជារបស់ស្ដេចបិសាចថាឲ្យគាត់ទៅប្រយុទ្ធនៅឯសមរភូមិជួរមុខវាបានធ្វើឲ្យអរុននឹងមានការសប្បាយចិត្តនេះគឺពិតជាស័ក្តិសមខ្លាំងមែនទែនគឺជា Zero Corp Commander របស់ស្ដេចបិសាចកូនហើយកូនរឿងនេះចំជាងរឿងមុនទៀតមុនពេលដែលអរុនចាក់ចេញពេលបញ្ជាការលេខ11របស់
កងស្ដេចបិសាចមានឈ្មោះថារីណែលបានចូលមករយៈជាមួយនឹងអរុននិងផ្ដល់ជាកាដូទៅកាន់គាត់ដើម្បីការពារខ្លួននៅក្នុងសមរភូមិបានប្រាប់ទៅកាន់អរុនថាខ្សែកនេះគឺមានអត្ថប្រយោជន៍ក្នុងការការពារចំនួនម្ដងលើការវាយប្រហារដល់អាយុជីវិតរបស់គាត់នាងគឺគ្រាន់តែចង់សម្រួលនៅទុកធរៈទៅកាន់គាត់តែប៉ុណ្ណោះអរុនបានគិតនៅក្នុងចិត្តថាវាពិតជាល្អខ្លាំងមែនទែនតែយ៉ាងណាក៏ដោយខុសពីស្ដេចបិសាចគឺគាត់មិនទុកចិត្តនរណាគេទាំងអស់នៅក្នុងប្រាសាទស្ដេចបិសាចនេះបើទោះបីជារូបរាងរបស់នាងខ្ជិលខ្ជូតយ៉ាងណាក៏ដោយតែបន្ទាប់ពីទទួលបាននៅកាដូទើបគាត់ដឹងថាគាត់បានភ្លេចខ្លួនតែបានយកដៃរបស់គាត់ទៅអែក្បាលរបស់នាងដំបូងឡើយហ្នឹងគាត់គិតថានាងខឹងដែរតែមើលទៅនាងគឺមិនបានខឹងជាមួយនឹងអរុនទេប្រហែលជាសប្បាយចិត្តទៅវិញដូច្នេះហើយការធ្វើដំណើររបស់ពួកគេក៏បានចាប់ផ្ដើមការធ្វើដំណើររបស់ពួកគេក៏បានចាប់ផ្ដើមខ្ញុំបានគិតសម័យអំពីអតីតកាលរបស់គាត់នៅពេលដែលគាត់នៅជាហេរ៉ូនៅឡើយគាត់គឺជាប្រធានក្រុមរបស់កងកម្លាំងរាជវង្សតែតាមផ្លូវគ្នារបស់ពួកគេបានបាត់បង់នៅសមាជិកជាច្រើនដោយសារតែការធ្វើសង្គ្រាមជាមួយនឹងស្ដេចបិសាចហេរ៉ូដើមដែលជាហេរ៉ូទី1របស់អាណាចក្របានប្រាប់ឲ្យគាត់នឹងធ្វើការរងចាំនៅទីនេះទៅមិនបាច់ទៅចូលរួមប្រយុទ្ធនោះទេតែអរុនក៏បានបដិសេធយ៉ាងណាក៏ដោយគេបាននិយាយថាក្រុមគ្នារបស់ពួកគេនឹងគឺបាត់បង់ច្រើនណាស់មកហើយស្ដេចបិសាចក៏ជាមនុស្សខ្លាំងក្នុងប្រវត្តិសាស្ត្រផងដែរដូច្នេះហើយបើសិនជា Deon Hart ដែលជាអរុនហ្នឹងទៅចូលរួមដែរច្បាស់ណាស់ថាគេនឹងគ្រោះថ្នាក់ពួកគេក៏នៅត្រូវការអ្នកដែលត្រូវទៅរាយការណ៍ប្រាប់នៅអាណាចក្រផងដែរពីការបាត់បង់របស់ពួកគេដូច្នេះហើយសង្ឃឹមថាអរុននឹងយកព័ត៌មានទាំងអស់នេះទៅរាយការណ៍ណាមួយអរុនក៏ត្រូវនៅរស់ដើម្បីដោះស្រាយនៅបញ្ហាដទៃទៀតដែរត្រូវអត់ប៉ុន្តែពេលនៅចាចេញពួកគេក៏សង្ឃឹមថាអរុនធ្វើការដោះស្រាយនៅបញ្ហាដែលគេបានប្រគល់ឲ្យផងដែររីឯអរុននេះវិញគាត់កំពុងតែអង្គុយគិតថាតើប្រភពនឹងវាដើរដល់ណាហើយគាត់អង្គុយនៅទីនេះយូរហើយគឺពិតជាចង់ទៅបញ្ជាក់វាខ្លាំងណាស់ក៏ប៉ុន្តែជើងរបស់គាត់នឹងគឺមិនអាចដំណើរការខ្លួនឯងបានសោះមិនដឹងថាមកពីបញ្ហាអីឬមួយក៏គាត់ខ្លាចយ៉ាងណាក៏ដោយគាត់ត្រូវតែឆែកមើលនៅទីនោះមិនជាពួកគេឈ្នះគាត់នឹងនាំពួកគេត្រឡប់ទៅវិញហើយបើសិនជាពួកគេចាញ់វិញគាត់ក៏នឹងយកព័ត៌មានទាំងអស់នេះទៅរាយការណ៍វិញផងដែរយ៉ាងណាក៏ដោយតារាបណាដែលគាត់មើលពីចម្ងាយគ្រប់គ្រាន់នោះគាត់នឹងមិនទទួលរងនូវគ្រោះថ្នាក់ឡើយប៉ុន្តែមកដល់សមរភូមិភ្លាម Deon Hart មានអារម្មណ៍ថាភ្ញាក់ផ្អើលជាខ្លាំងដោយសារតែសមរភូមិគឺត្រូវបានបញ្ចប់បាត់ទៅហើយដោយក្រុមហេរ៉ូក៏ដូចជាកងទ័ពរបស់អាណាចក្រទាំងអស់ត្រូវបានស្ដេចបិសាចកម្ចាត់ចោលដោយមើលទៅគ្មានជំរឿក្នុងការប្រយុទ្ធតទៅមុខទៀតត្រូវតែរាយការណ៍រឿងទាំងអស់នេះទៅកាន់អាណាចក្រឲ្យបានហេរ៉ូបានប្រើប្រាស់នៅ skill Set Explosion ក្នុងការបំផ្ទុះឲ្យស្លាប់ជាមួយនឹងស្ដេចបិសាចគាត់កំពុងតែចង់ទៅរាយការណ៍ទៅហើយហ្នឹងក៏ប៉ុន្តែក៏មានបិសាចអុកយ៉ាងធំមួយនៅពីក្រោយខ្នងគាត់ដឹងថាវានឹងមកដល់តាំងពីពេលណាធ្វើការវាយប្រហារគាត់ភ្លាមៗយកមកគ្រាន់តែឃើញអញ្ចឹងភ្លាមបិសាចអុកនោះក៏បើកការវាយប្រហារទៅកាន់អរុនដែលវាបានបង្កជាការភ្ញាក់ផ្អើលជាខ្លាំងវាមិនដែលម៉ែណាមិនទាន់បានប្រាប់ឬក៏បង្ហាញនៅអីនិយាយគ្នាបន្តិចតួចផងអានេះលេងធ្វើការវាយប្រហារយកមកតែយ៉ាងណាអរុនដឹងថាក្នុងការប្រយុទ្ធរវាងពួកគេទាំងពីរនាក់បើសិនជាគាត់ចង់ចាក់ចេញលុះត្រាតែអាចបង្កនៅរបួសឲ្យគេខ្លះៗតែពុំនោះទេគាត់គ្មានផ្លូវក្នុងការចាក់ចេញអំពីកណ្ដាប់ដៃបិសាចនេះបានឡើយគាត់បានបើកការវាយប្រហារទៅកាន់បិសាចនោះចំកញ្ចឹងក៏ប៉ុន្តែដោយសារតែកម្លាំងរបស់គាត់មិនគ្រប់គ្រាន់គឺមិនអាចសម្លាប់ទៅកាន់គេបានឡើយការប្រយុទ្ធរបស់ពួកគេកំពុងតែតឹងតែងក៏ប៉ុន្តែក៏ត្រូវបានរំខានទៅដោយការរំជួយដីយ៉ាងខ្លាំងដោយសារតែចំហាយរបស់បំផ្ទុះ Self Destruction ហើយហេរ៉ូបានបង្កឡើងដែលវាបានធ្វើឲ្យផ្ទាំងថ្មនៅជុំវិញបាក់ស្រុតចុះទៅខាងក្រោមតែបណ្ដាលឲ្យអរុនក៏ដូចជាបិសាចអុកដ៏ធំនឹងធ្លាក់ចុះទៅខាងក្រោមមកទំហឹងនឹងបានបង្កជាការភ្ញាក់ផ្អើលទៅកាន់ពពួកបិសាចដែលនៅជុំវិញនៅក្នុងសមរភូមិនឹងបានបង្ហាញនៅទស្សនវិជ្ជានៅដើមរឿងតែអរុននឹងបានធ្លាក់ចុះមកដូចជាហេរ៉ូមកពីណាមិនដឹងទេដែលបង្កជាការភ្ញាក់ផ្អើលទៅដល់ស្ដេចបិសាចផងដែរនៅកណ្ដាលសមរភូមិយកមកបានគិតនៅក្នុងចិត្តតើវាចង្រៃរឿងអីឲ្យប្រកបគាត់គ្រាន់តែចង់មកស៊ើបការសោះក៏ប៉ុន្តែចង់ក្រោយបែរជាធ្លាក់មកចំសមរភូមិដែលកំពុងប្រយុទ្ធគ្នាទៅវិញបិសាចដែលនៅជុំវិញបាននិយាយគ្នាតើនោះមិនមែនជាមេបញ្ជាការលេខ7របស់កងបិសាចពួកគេទេអីតើមនុស្សប្រុសម្នាក់នោះគឺជាពីណាគេហេតុអ្វីនឹងបានជាគេនឹងមានកម្លាំងខ្លាំងបែបនេះអាចសម្លាប់ទៅកាន់បញ្ជាការលេខ7របស់កងស្ដេចបិសាចតែអរុនគ្រាន់តែលឺចឹងភ្លាមគាត់ក៏មានការភ្ញាក់ផ្អើលដែរថាស្អីគេមេបញ្ជាការ What the fuck is this ហេរ៉ូបានហៅទៅកាន់ Deon បានស្ដីឲ្យទៅកាន់គេតើគាត់មិនបានដាក់ភារកិច្ចឲ្យគេទេអីហេតុអ្វីបានជាគេនឹងនៅតែចូលមកកាន់សមរភូមិទៀតតើគាត់នឹងមិនបានប្រាប់ឲ្យគេទៅរាយការណ៍ទៅកាន់អាណាចក្រទេអីគាត់បានដឹងថាការមកប្រយុទ្ធនៅកន្លែងនេះគេទាំងអស់គ្នានឹងមិនរស់នោះទេហើយបានជាគាត់នឹងទុកឲ្យអរុនធ្វើការទៅរាយការណ៍ទៅដើម្បីឲ្យគាត់រស់ប៉ុន្តែចុងក្រោយអរុនបែរជាមកស្លាប់នៅក្នុងសមរភូមិនេះទៀតតែយ៉ាងណាក៏ដោយហេរ៉ូរបស់អាណាចក្រនឹងគឺបានបញ្ឈប់នៅ Self Destruction ពាក់កណ្ដាលដោយសារតែគាត់នឹងមិនចង់បំផ្ទុះស្លាប់ទៅជាមួយនឹងអរុនផងដែរនិងថែមទាំងបញ្ចូលនៅធម៌ពលរបស់គាត់មួយជីវិតបញ្ចូលទៅក្នុងខ្លួនរបស់អរុនផងដែរហើយវាបានបង្កជាពលឺយ៉ាងខ្លាំងមិនតែស្ដេចបិសាចនឹងក៏មិនអាចឃើញផងដែររុនបានគិតថាហេរ៉ូរបស់អាណាចក្រនេះគឺពិតជាល្ងងខ្លាំងណាស់ដោយសារតែចង់ជួយជីវិតមកកាន់គាត់បែរជាហ៊ានបញ្ឈប់នៅ Self Destruction ពាក់កណ្ដាលផ្លូវហើយបញ្ចូលធម៌ពលរបស់គេមកឲ្យគាត់ទោះបីជាដឹងថាការបញ្ចូលធម៌ពលរបស់មកកាន់មនុស្សម្នាក់ផ្សេងទៀតគឺវាមិនអាចទៅរួចគេនៅតែព្យាយាមផ្ដល់ជាកាដូចុងក្រោយមកកាន់គាត់តែយ៉ាងណាក៏ដោយរាងកាយរបស់គាត់គឺទន់ខ្សោយខ្លាំងណាស់វានៅតែមិនបានផ្លាស់ប្ដូរអ្វីឡើយបើទោះបីជាអត្តេធម៌ពលនេះបានកើតឡើងគាត់មានអារម្មណ៍ថាគឺនៅតែដដែលអញ្ចឹងតែបិសាចបានចូលមកសួរនាំទៅកាន់អរុនហេតុអ្វីនឹងបានជាគេអាចសើចបានក្នុងសភាពការបែបហ្នឹងទៅវិញបានសួរទៅកាន់ឈ្មោះរបស់គេថាគេមានឈ្មោះអ្វីអរុនបានប្រាប់ថាគេមានឈ្មោះថា Deon Hart ជាមួយនឹងអរុនហ្នឹងតែមួយទេមិនថានៅពិភពបិសាច Diamond Aron ចំណែកឯនៅពិភពមនុស្ស Deon Hart គេ
cái ban bằng co chỉ ta tập thiên nó đam rường để những ban khơi slide bị sai nó hai ở rốn trôn nó không còn lãng slide bị sai được bao kê nó ngay nó có cái tha viết cứ chia chùm rừng đó lọ có bàn tay có cái chọc sót tử cứ con tại trong luôn tại một vấn nọ tay hai từ với ban chỉ viết nó một miếng play bài nó với có một khai chia sẻ đồ kho rồi bao commander slide bị sai với hai từ xa tại hai ca từng on năng hai anh chỉ thưa ao bị sai để được nông khá so từng on tất cả con nó cứ chia một nụ khlang một pot hay sầm lạp tại căn hero ban chỉ cùi trong sai khlang nè với đầm na rồi bao kê của ban mặc đo prom này bắt ta cứ con trong từ lọp tại căn chặt một nụ khlang nè có bàn tayนี่คือคนมันอาจจะรู้ยังเตะมันอาจช่วยสไลด์ไปซ้ายนะออนสปอนจัดมันจังเตะก็จะมาทานหรือสลับจีเหมือนกันให้เป็นเชียร์การตีมวยหรือบอกกองสไลด์ไปซ้ายก็นั่นคือน้องเจอหรือบอกเกตตามเบอร์เตอร์ร้อนนั่นคือจ้องไปหยดครั้งน่ะก็ปั่นใต้อุณหภูมินั่นคือเวียนเหมือนตอนบานจับประดามเตะให้ก็เหมือนดังได้เวียนหนึ่งจับดาวเนื้อเป็นน่ะก็บานประแต่การหาร้อนทาก็เตรียมโคลนน้องกาไปหยดซันเตอร์โดยซาตายสมรภูมิหรือบอกโปเกต้องเติมตายเหมือนช็อปเลียมโดยใช้ให้คือเหมือนตอนตั้งท่าเมียนกาวีไปหาตอกยันเนื้อเป็นนาทีไรแต่ลือเชิงเทียมมาร้อนเมียนกาชอบมั้งจ่ามวยหน้าทายังจ้องเอาหน้านั่งถ้ามันต่อติดตึกกันอารมณ์ดาราหน้ากองกำลังระบอบปวดนะจะบากาวิบหาเพลียมก็นั่งมันอารมณ์โรงจำเตะก็นั่งอารมณ์โชว์ไปหยุดเพลียมจุ่มร่มระบอบนะจะบาเร็กที่บ้านตัวกำลังของปีสำนักเนี่ยรีกาเนื้อไอชูมุกบ้านปราบกำลังมอทาเซโรคอบได้เจสันหลับเบียจองกร้อยหนึ่งครั้งของพ่อระบอบได้ไปซ้ายนั่นคือบ้านของดอสมอระภูมิชูมุกหายบ้านสู้แต่การเฮโร่ระบอบโปเกนั่งมีน้ำนอสไลไว้ข้างการนอสไลชิมวยหนึ่งสันหลับเบียมุ้ยนี่ซาตายบัดซันเชียเซโรคอบระบอบนะจะไปซ้ายโจหมดเฟอร์กาเวียบหาหนึ่งฟรอนไลน์ดีขึ้นนู่เวียจะบ้านหน้าท่าหนึ่งเมียนการหลับบ้านมาดอโปเกไม่เป็นเชียร์การระบอบโปเกบ้านประทาเกนั่งเป็นจูนหนึ่งผมคิดตะก้อตึกเฟอร์คิดก็ปั่นใต้ปูเกตะก้อนี้นั่งบ้านปะเดี๋ยวใส่ถ้าวิ่งมันไอเตอร์รุ่ยนุ่งเตะโอเคตะก้อกับไปกับปกนั่งจ้องตึกเฟอร์คิดเสร็จขอบวิ่งมันถึงไอเตอร์รุ่ยแค่รอระบอบนะจังนั่งแต่บันตอจะคือกระทางหน้าก็ได้ปูเกตตั้งแต่ซาระบอบสั้นมันไอเอาไม่เป็นเชียร์การเล่นโซนระบอบนะจะไปใส่โจ๊กนุ่งสมรภูมิมันตีวิ่งถึงเฟอร์เอาเมียนปลาปะปอดแต่ดอกองตัวระบอบปูเกตโจ๊กมาดอกไหลระบอบร้อนไว้ก็กำปงแต่เรียบจอมคลุ้นของการประยุทธ์แต่ซาแต่การไพ่คลายคือวิ่งปีบากข้างหน้าของการเอาเอ็ดดี้นั่งเฟอร์การรมบองระบบแต่กันก็บ้านปราแต่การเอ็ดดี้ยังท่าเหมือนใบองไอ้สิบสองนาไปเตะแต่ตระบานเอ็ดดี้นั่งใหญ่ปะดิไซน์มาไว้โดยซาแต่พวกเกนั่งเหมือนดังท่ากรมกองกำลังระบอบพวกมันดูนั่งหนึ่งเอาการวิ่งไปหาเนื้อกระไหลนาเตะโดยใช้ให้เนื้อเปแต่ไอ้หนังวิ่งไปหาเนื้อเปปรัดเปรี้ยตัดวิ่งไอ้อย่างเรียนจังให้วิ่งเป็นทอปะปอแต่การสบายระบอบร้อนที่ไอ้อย่างลูกกำเหลาแต่การสบายระบอบร้อนบ้างจังยืนไอ้ดังมันถ่าร้อนนั่นคือกอดเมียนจึงหรือปีกำเนิดคือกอดไอ้ปะเนื้อเป็นหรือไงบ้านเตะใหญ่รวมtớiสบายบอกว่านั่งคลายเป็นหรือบ้านchỉเคยกอดเปลเจนเจอประโยชน์ไอ้กอดประโยชน์แต่เปยกเตะบอกเปปรัดคือกอดรมนั่งรมได้รมเชื่อไงจับปีเปนั่งเตยยังดังแต่อ๋อนี่ก็เชียร์บัญชีระบอบได้ไปใส่บ้านด่ามาเอาได้พร้อมจังช่วยฆ่าหนึ่งสเปลเอาคะแนนเบาจมูกเบามัวแต่อารมณ์ติดคือปัจจัยโยเชื่อตกได้แต่การอารมณ์เหม็นเต้นโดยซาแต่คลายท่าก็เป็นพอปะปอลำปีเป็นหรือทั้งไงที่บ้านเรียบจอมเครื่องด้วยรั่วร้อนบ้านปราบแต่การเอ็ดดี้ยังท่ากอดหนึ่งเฟอร์กาเช่นแต่ชายเช่เนยจุ่มรมโดยเชียร์ปิ่นนัดมือเนยกองกอบชมวันนี้ถ้าตากอดนั่งอาช่วยเอาไว้เกล้าเอ็ดดี้บ้านปราบท่านั่งจับดามให้กอดกลัวแต่ซาในกำลังระบกอดก็ปั่นใต้อารมณ์บ้านปราบแต่การเกวันท่ากอดคลังกรุบกรอนให้เหมือนไอ้นุเตะนักน้องเจระบกอดเป็นกอดบ้านกระทากอดแต่ชายมือให้มุนเปลแต่เกรียมนั่งบ้านจับดามท่ากอดนั่งอาโรกับไหลปูนกับไหลหน้าบ้านครอนแต่กอดเช่นมอขังกลางเพลียบเวกันแต่ถ้วยกอดเพียบเอาติดซาแต่เนื้อกลางจุ่มรมระบกอดนั่นคือสไตล์ปูใบใส่ปูเกนั่งบ้านกระทาเหมือนนักสมานสอดท่าเสโรคอมนั่นคือไอ้หมอกันปรมนันช่วยประโยชน์จมูกอย่างปูเกในให้รอการประโยชน์นั่นคือเหมือนจำมาช่วยบารมีแต่เดซาแต่ปูเกนั่งเมียนเนยไม่ไปเชื่อการหลีกโซนในจำช่วยชมเจริญให้แต่เพื่อบ้านทั่วรถนั่งกันแต่ชื่อขบ้าได้ไอ้เกไอ้โรแต่ไหลปูนนั่งบ้านก็นั่งเจ็ดบอกก็มันโตกุมด่ารอมประดาวเลยเหมือนกันกอดคลังปีก็โรคไหลปูนนั่งก็ดามเชอไว้กรมอย่าเซิร์ฟการระบาดไหนจะบ้านเราเคยหน้ารมฮะก็บ้านกระทาปัจจิโดยจะเพียรชามารานปัจจุเรียงกายต้นสอยเมื่อเต้คือปัจจิมนุต้นสอยก็ปั่นใต้เอาร่าแต่เกบ้านเป็นเจงมาคือปัจจิครูธนาครั้งน่ะกอดบ้านมาดอตีนี่ตามเปียสำได้ระบอบเฮโร่ระบาดไหนจะบ้านดับเป็นชีมากอดกลัวแต่คอนเฟิร์มเนื้อสกิลระบอบเกบันติบันตุ้ยกอดบ้านปลายปลาเนื้อบนสงงานแต่เป็นปืนไว้เพื่อการเวปหาแต่กันรนก็ปั่นใต้การเวปหาระบอบเกตกอแต่บ้านเป็นจูนมาแต่บ้านหารถนั้นเกตพอดอย่างงี้สุดเวบ้านเฟอร์เอาเกตกอนั้นเป็นการพยับเอาได้ถ้าให้แต่ไว้นักบ้านเชียร์รถนั้นไอเกตพอดไปการเวปหาระบอบเกตนั้นสู้รถนั้นนี่อเมอร์เตอร์รถคือนักอ่อมปีกไหลระบอบเกตให้แน่เกตเตอร์แต่จะอย่างบ้านเลือดไอ้รถบ้านกระทากอดเหมือนนักสมานซอกอดบีใต้หนึ่งนู่นแต่ให้เดี๋ยวซาแต่แตะเชื่องจมูกหนึ่งตุ้มหม้อใต้ใบเชียร์บังกอจีการพยับเอาแต่การโปเกตแต่ว่าถ้าใบจีกอนั้นก็คงแต่เรียบจอมเครื่องกับดักใส่ดุน้องการจับดาวเงินสมรภูมิเนื้อแข็งกลางนี่ตามเมอร์เตอร์วิคเมียนแต่ไหลแต่เบอร์กอดปูนเตะกอดกลัวตายตลอดแต่การจมรมระบอบกอดไว้เติมเมียนสวัสดิ์เพียบเชียบโชว์มาดอกน้องจมรมไว้ที่บ้านโซ่แต่การอารมณ์ท้าให้แต่ไว้ทั้งบ้านจีกอดแต่ว่าเบาเป็นเลือดไหมร้อนกอดปลาทากอดบ้านชายนั่งปิ่นนัดเมอร์รุยร้อนให้นักบ้านโซ่ปีเฮโร่ระบอบนะจะทาเกนั่งเมียนสกอร์ไอ้กลาอดไม่ดำดังไอ้กลาอดแอดดี้นักบ้านปลาทาคือกอดเหมือนดังน้องเตะกอดแต่ตัวบ้านเนื้อดำดังปีไม่ไปเชียร์การตีปีมาทาเนื้อเป้ได้ประโยชน์ขึ้นมวยสมัครคือเฮโร่ระบอบนะจะนั่งเปะในระบางมุกโดยใช้ให้มุกระบอบเกนั่นคือเหมือนไอ้ก็สังกอลทาจีปีนาเกี่ยวกับอะไรก็ในแข่งเลือนั่นก็บ้านเมืองชิงเอาได้ให้แต่ไว้บ้านเชียร์อารถมันเรียกก้าปีกาเฟอร์เคต่างใบไม้ไม่ฉีดซ่วมปีเซอร์กรุดบอกเกไว้
ដែលជា hero របស់ពួកគេនឹងឯងមួយក៏គេនឹងដឹងថាគាត់ត្រូវបានបញ្ជូនមកទៅដោយ hero របស់អាណាចក្រហើយអារុនកំពុងតែខឹងជាមួយនឹង SD ជាខ្លាំងដោយសារតែគេនឹងមិនអនុញ្ញាតឲ្យគាត់ផឹកស្រាក៏ប៉ុន្តែបែរជាគេនឹងយកវាមកផឹកខ្លួនឯងទៅវិញតែត្រូវបាន SD នឹងប្រាប់យ៉ាងលឿនថាតាមពិតទៅគាត់យកមកនេះគឺសម្រាប់ឲ្យអារុនធ្វើការពិសានោះទេតែសម្រាប់ខ្លួនឯងឡើយប៉ុន្តែលើអញ្ចឹងភ្លាមអារុនមានការសប្បាយចិត្តខ្លាំងណាស់នឹងសុំ SD នឹងធ្វើការចាក់ឲ្យគាត់មកកែវមកគាត់កំពុងតែអង្គុយគិតអំពីការចូលទៅក្នុងសមរភូមិគាត់គួរតែដោះស្រាយវាដោយរបៀបណាប៉ុន្តែរំពេចនឹងដែរគាត់ស្រាប់តែមានលឺសំឡេងអ្វីមួយរំខានសួរទៅកាន់ SD ថាមានលឺសំឡេងអីអត់ទីបានឆ្ងល់ដែរថាអត់មានលឺអីផងទៅខាងលើនេះវិញតកបានគិតថានៅក្នុងស្រារបស់អារុនគាត់បានប្រើប្រាស់នៅថ្នាំពុលដើម្បីដាក់ចូលហើយចាំតែពេលដែលគេផឹកទៅគឺគាត់នឹងអាចដោះស្រាយជាមួយនឹង Zero Corp របស់ស្ដេចបិសាចបានហើយរៀបតែនឹងផឹកដល់មាត់ទៅហើយហ្នឹងក៏ស្រាប់តែអារុននឹងកវែងកៅនឹងចេញយកមួយតំហឹងយកមកដូចជាមានកំហឹងជាមួយនឹងពីណាគេចឹងនឹងបាននិយាយខ្លាំងៗថាវាមានសត្វល្អិតនៅក្នុងជំរំរបស់ពួកយើងហើយในរឿងដែលបានកើតឡើងមុននេះបន្តិចអារុនគាត់គ្មានចេតនាក្នុងការកវត់នៅកៅនឹងបោះបង់ចោលទេក៏ប៉ុន្តែដោយសារតែមុនហ្នឹងគឺមានសត្វរុយវារោមនៅខ្លួនជុំវិញខ្លួនគាត់ច្រើនពេកទៅបានជាគាត់នឹងក៏វាអញ្ចឹងទៅតែវាមិននឹកស្មានថាកៅស្រានឹងវាទៅដោយតាមដៃរបស់គាត់ដែរគាត់ចង់សុំទោសទៅកាន់ SD ដែរដោយសារតែគាត់នឹងគ្មានចេតនាក្នុងការចាក់ឲ្យកំពុកស្រានឹងចោលទេក៏ប៉ុន្តែ SD បែរជាភ្ញាក់ផ្អើលទៅវិញដោយសារតែនៅក្នុងស្រារបស់គាត់គឺមានសារធាតុពុលគេបានគិតថាប្រហែលជាមានក្រុមឃាតករនឹងចូលមកដល់ក្នុងជំរំរបស់ពួកគេហើយក៏លេចមកមើលខាងឃាតករនេះវិញគេបានរត់ចេញពីជំរំរបស់ទ័ពបិសាចនឹងទាំងប្រផាត់ប្រផោយនឹងបានគិតថាគេត្រូវតែរាយការណ៍ឲ្យបានដឹងទៅដល់អាណាចក្រពីព្រោះថា Zero Corp របស់កងទ័ពស្ដេចបិសាចនោះមិនមែនល្បីតែឈ្មោះទេតែគេគឺពិតជាមានសមត្ថភាពខ្លាំងមែនទែនគឺជាមនុស្សដែលពិបាកនៅក្នុងការដោះស្រាយជាមួយដូច្នេះហើយគេត្រូវតែរាយការណ៍ឲ្យបានដឹងទៅកាន់ hero របស់អាណាចក្ររបស់ពួកគេលេខមកមើលជំរំរបស់កងទ័ពបិសាចនេះវិញវិជាការទី1នឹងកំពុងតែស្ដីឲ្យកូនចៅរបស់គាត់ដោយសារតែពួកគេនឹងអសមត្ថភាពក្នុងការស្វែងរកនៅឃាតករបានបណ្ដោយឲ្យរនុបក្នុងនឹងចូលជ្រៀតមកដល់ព្រំធំធ្វើការចង់ធ្វើឃាតនឹងទៅកាន់ Zero Corp តែដោយសារតែពួកគេនឹងរៀបតែនឹងធ្វើសង្គ្រាមទៅហើយដូច្នេះសង្ឃឹមថានឹងមិនមានរនុបក្នុងទៀតចុះអរុនគាត់កំពុងតែមានការ stress នៅក្នុងចិត្តដោយសារតែគាត់នឹងប៊ីតែនឹងបាត់បង់ជីវិតបីតែនៅក្នុងជំរំរបស់ទ័ពបិសាចទៅហើយក៏នៅតែមានរនុបក្នុងរុកចូលមកដល់ដូច្នេះហើយគាត់ត្រូវតែប្រយ័ត្នខ្លួនឲ្យបានមែនទែន Eddie បានធ្វើការសុំទោសដោយសារតែការធ្វើប្រហែសរបស់គាត់បើមិនបានដោយសារតែរុនដឹងមុនទេច្បាស់ណាស់ថាជីវិតរបស់អរុននឹងច្បាស់ជាស្លាប់ជាមិនខានប៉ុន្តែអរុនបាននិយាយថាវាមិនអីនោះទេដោយសារតែវាមិនអាចល្អគ្រប់ជ្រុងជ្រោយទេគាត់បានសួរទៅកាន់ Eddie ថាគាត់ប្រកាសអត់ថាថ្នាំពុលហ្នឹងវាមានតែក្នុងកែវអញ្ចឹងមានន័យថាបើសិនជាគាត់ផឹកស្រាទាំងដបគឺវាអត់មានបញ្ហាអីទេត្រូវអត់តែវាបានធ្វើឲ្យ Eddie នឹងមានការភាំងបន្តិចដែរតែក៏បានឆ្លើយទៅប្រាប់គាត់ថាត្រូវហើយគឺវាមានតែនៅក្នុងកែវស្រាតែប៉ុណ្ណោះលេខមកមើលជំរំរបស់ខាងអាណាចក្រនេះវិញតបពីឃាតករបានមករាយការណ៍បន្ទាប់ពីបេសកកម្មហ្នឹងបានបរាជ័យគេបានប្រាប់ថាតាមពាក្យចាមរាមហ្នឹងគឺZero Corpគឺពិតជាខ្លាំងដូចជាអ្វីដែលគេនិយាយមែនដូច្នេះហើយតារាបណាសអង្គមេបញ្ជាការលេខ0នៅទីនេះមិនងាយស្រួលទេក្នុងការដោះស្រាយជាមួយនឹងក្រុមបិសាចយ៉ាងណាក៏ដោយពួកយើងត្រូវការមនុស្សម្នាក់ទៀតមានន័យថាគេនឹងហៅនៅ hero មកជំនួយតែយ៉ាងណាក៏ដោយមុនពេលដែល hero នឹងមកដល់គេស្នើសុំឲ្យដកទ័ពសិនមិនចង់ប្រឈមមុខជាមួយនឹងមេបញ្ជាការលេខ0របស់កងស្ដេចបិសាចទេមេបញ្ជាការរបស់គេនឹងមានការបដិសេធដោយសារតែជាពួកគេនឹងដកទ័ពនៅក្នុងពេលនេះមានន័យថាពួកគេនឹងខ្លាចទៅកាន់ Zero Corp របស់ស្ដេចបិសាចហើយអាចធ្វើឲ្យប៉ះពាល់ទៅដល់កងទ័ពក៏ប៉ុន្តែត្រូវបាន hero របស់អាណាចក្រនឹងប្រាប់មកកាន់គេវិញវាមិនមែនខ្លាចឬមិនខ្លាចនោះទេពួកគេដកថយនេះគឺគ្រាន់តែចង់រៀបចំផែនការដើម្បីប្រយុទ្ធប្រឆាំងនឹងច្បាស់លាស់ថាពួកគេនឹងគឺអាចកម្ចាត់ទៅកាន់កងទ័ពបិសាចបានណាមួយវិញទៀតគេនឹងក៏មិនចង់ចំណាយនៅកងទ័ពដើម្បីទទួលបាននៅដីដែលមិនស្គាល់នៅថ្ងៃរះឡើយមានន័យថាដីអត់មានជីវជាតិម្យ៉ាងវិញទៀតភារកិច្ចរបស់ពួកគេនឹងគឺគ្រាន់តែដណ្ដើមយកនៅទឹកដីដែលអាណាចក្រនឹងបានបាត់បង់ពីទ័ពបិសាចឥឡូវនេះគឺពួកគេដណ្ដើមយកវិញបានហើយអញ្ចឹងវាមិនមែនជាបញ្ហាទេក្នុងការដកថយទៅវិញភាសាគ្នាមិនទាន់បានប្រមាណផងកងទ័ពនឹងក៏បានរត់ចូលមកប្រាថ្នាបញ្ជាការកងទ័ពរបស់ពួកបិសាចនឹងគឺបានចូលក្នុងសមរភូមិបើកសមរភូមិជាមួយនឹងពួកគេហើយដោយមានការដឹកនាំផ្ទាល់អំពីសំណាក់បញ្ជាការលេខ0របស់កងទ័ពស្ដេចបិសាចវាបានធ្វើឲ្យ hero របស់អាណាចក្រនឹងមានការខឹងសម្បារបន្តិចតួចដែរដោយសារតែវាពិតជាដូចជាការគិតរបស់គាត់មែនរឿងទាំងអស់ដែលបានរៀបចំផែនការមុននេះគឺវាបរាជ័យទាំងអស់នៅឯសមរភូមិវិញអារុនកំពុងតែធ្វើការកាប់សម្លាប់ទៅកាន់កងទ័ពរបស់ខាងអាណាចក្រទាំងសបាយរីករាយវាបានបណ្ដាលឲ្យអ្នកនៅជុំវិញមានការខ្លាចរអាជាមួយនឹងគាត់ជាខ្លាំងរាល់កងទ័ពរបស់មនុស្សទាំងអស់បានហៅទៅកាន់គាត់នឹងថាជាបិសាចជាអរិយដែលនាំយកភាពភ័យខ្លាចទៅកាន់ពួកគេទាំងអស់គ្នាកងទ័ពម្នាក់របស់អាណាចក្រហ្នឹងគឺចង់ប្រយុទ្ធប្រឆាំងជាមួយនឹងអារុនដែរក៏ប៉ុន្តែបន្ទាប់ពីឃើញនៅសារសពរបស់គ្នារបស់ពួកគេវាធ្វើឲ្យគេនឹងគ្មានកម្លាំងក្នុងការតស៊ូជាមួយនឹងអារុនឡើយអារុនបានដើរចូលទៅចិត្តនឹងបានប្រាប់ទៅកាន់គេថាបើសិនជាគេចង់រស់គួរណាស់តែដកដាវដើម្បីមកប្រយុទ្ធប្រឆាំងជាមួយនឹងគាត់មកជាជាងអង្គុយស្ងៀមម៉ែបនេះសិនជាគេអង្គុយស្ងៀមម៉ែបនេះវាមិនខុសអីអំពីការស្លាប់ទទួលយកនៅសេចក្តីស្លាប់ទេរងរាតាំងសម្លាប់ទៅកាន់កងទ័ពម្នាក់ហ្នឹងទៅហើយហ្នឹងក៏ប៉ុន្តែមានការវាយប្រហារមួយធ្វើការវាយប្រហារគាត់ពីចម្ងាយដែលធ្វើឲ្យគាត់នឹងខ្ទាតមកតំហឹងមនុស្សចាស់ទៅបុកនឹងដើមឈើបណ្ដាលឲ្យ Eddie មានការបារម្ភជាមួយនឹងរបួសរបស់គាត់ជាខ្លាំងអ្នកវាយប្រហារនោះគឺគ្មានពីណាគេឆ្ងាយទេគឺជា hero របស់អាណាចក្រគេបាននិយាយទៅកាន់គុណថា
តាមពិតទៅគឺគេចង់ធ្វើការវាប្រហារមួយក្បាច់សម្រាប់ទៅកាន់អរុនយោតែហ្មងតែយ៉ាងណាក៏ដោយមិននឹកស្មានថាអរុនហ្នឹងគឺអាចធ្វើការប្រយុទ្ធប្រឆាំងតស៊ូជាមួយនឹងមួយក្បាច់របស់គេនឹងបានសោះមូលហេតុដែលអរុនមិនស្លាប់នៃការវាយប្រហារមួយក្បាច់នេះគឺដោយសារតែខ្សែកដែល Rinel បានឲ្យការពីលើមុនការជួយសង្គ្រោះទៅកាន់ជីវិតរបស់អរុនតបពីបានឃើញនៅ hero តបរបស់អាណាចក្រគឺមានសេចក្តីសង្ឃឹមបន្តិចបន្តួចឡើងវិញហើយគេគិតថាគេអាចនឹងរស់បានហើយដរាបណាគ្រូលហាត់នៅក្នុងសមរភូមិមួយនេះគ្រូលហាត់នឹងឈ្មោះរបស់ hero ប៉ុន្តែការគិតរបស់គេនឹងគឺមិនបានជោគជ័យនោះទេដោយសារតែបានស្ទុះងើបមកយ៉ាងលឿននឹងធ្វើការសម្លាប់ទៅកាន់គេបាត់ទៅអរុនបានដើរចូលទៅជិត hero របស់អាណាចក្រនិងបានសួរទៅកាន់គេថាគេមែនទេគឺជា hero របស់អាណាចក្របាននិយាយថាតាមសម្លេងរបស់គេដែលបាននិយាយមុននេះគាត់មានអារម្មណ៍ថាដូចជាស្តៀងជាមួយនឹងមនុស្សដែលគាត់ស្គាល់ហើយគេនឹងអាចដកនៅមួកការពាររបស់គេបង្ហាញមុខបានអត់ដើម្បីឲ្យគាត់នឹងស្គាល់ថាម្នាក់នឹងគឺជាពីណាគេឲ្យប្រកបគ្រូហាតនឹងបាននិយាយថាគាត់សូមបដិសេធនៅសំណើរបស់គេព្រោះថាឥឡូវនេះគឺកំពុងតែនៅក្នុងសមរភូមិគាត់មិនអាចដោះនៅមួកសុវត្ថិភាពរបស់គាត់ដើម្បីបង្ហាញខ្លួនបានទេដូចជាទូអាកាសឲ្យសត្រូវធ្វើការវាយប្រហារអញ្ចឹងគេមិនព្រមដោះទៅហើយអារ៉ុនបានស្ទុះចូលទៅយ៉ាងលឿននិងបានបោះសម្ដីថាតើគាត់គឺជាអ្នកដោះវាដោយខ្លួនឯងគ្រូហាតគាត់បានសរសើរទៅកាន់ល្បឿនរបស់វិជាការលេខ0របស់អង្គតបិសាចខ្លាំងមែនទែនដោយសារតែអំបញ្ញមិញគាត់មិនបានចាប់អារម្មណ៍គេបានស្ទុះចូលមកធ្វើការវាយប្រហារមកជិតគាត់បាត់ទៅហើយអ្វីដែលសំខាន់បឿនរបស់គេគឺពិតជាលឿនខុសពីធម្មតាវាពិតជាធ្វើឲ្យគាត់នឹងពិបាកនៅក្នុងការប្រយុទ្ធជាមួយនឹងគេខ្លាំងណាស់ទីពិសេសនោះគឺស្នៀតក្នុងការវាយប្រហាររបស់គេគឺពិតជាកាចសាហាវតម្រង់រោតែកន្លែងស្លាប់ទេយ៉ាងណាក៏ដោយគាត់បានចាប់អារម្មណ៍គេនឹងដូចជាអស់កម្លាំងបន្តិចម្ដងហើយដូច្នេះហើយគ្រាន់តែផ្ដោតទៅលើការប្រយុទ្ធនិងការពារខ្លួនឲ្យបានល្អចាំឲ្យគេនឹងអស់កម្លាំងដោយខ្លួនឯងដោយការគិតរបស់គាត់ពិតមែនវាប្រហាររបស់គេនឹងគឺចោះអន់ខ្សោយទៅហើយប្រាប់ណាគាត់អាចពន្យាពេលទៅមុខបន្តិចទៀតការប្រយុទ្ធច្បាស់ជាគាត់ជាអ្នកឈ្នះជាមិនខានគាត់បានគិតនៅក្នុងចិត្តរបស់គាត់តាមមើលទៅគេបានចាប់អារម្មណ៍ជាមួយនឹងចំណុចខ្សោយរបស់គាត់ហើយតែបន្តបែបនេះទៀតច្បាស់ណាស់ថាគាត់ច្បាស់ជាចាញ់គាត់បានដកឃ្លាអំពីការប្រយុទ្ធនេះបាននិយាយទៅកាន់ hero របស់អាណាចក្រនឹងគួរតែបញ្ឈប់នៅសមរភូមិក្នុងថ្ងៃនេះទៅប៉ុណ្ណឹងគឺវាបានហើយវាបានធ្វើឲ្យ hero នឹងមានការភ្ញាក់ផ្អើលដោយសារតែគាត់គឺជាអ្នកចាប់ផ្ដើមសង្គ្រាមមុនរួចហើយមិនទាន់វាយបានប្រមាណផងសូមបញ្ឈប់ចឹងវាដូចជាមិនសូវសមគាត់បានប្រាប់ទៅវិញដោយសារតែពួកគេនឹងបានឈ្លានពានមកកាន់អាណាចក្របិសាចហើយបានសម្លាប់ទៅកាន់បញ្ជាការលេខ9របស់កងទ័ពបិសាចបានជាគាត់នឹងដណ្ដើមយកនៅទីតាំងរបស់ពួកគេវិញតើគឺគាត់ដណ្ដើមយកបានហើយអញ្ចឹងសង្គ្រាមវាគួរតែបញ្ចប់ទៅហើយបកមកការពារនៅតាមព្រំដែនរបស់យើងរៀងៗខ្លួនវិញជាមួយក៏ hero របស់អាណាចក្រនឹងចូលចិត្តក្នុងការប្រយុទ្ធក្នុងសង្គ្រាមទៅលេខទៅមើលកងទ័ពរបស់ឯងទៅពួកគេដូចជាមិនសូវចង់ធ្វើសង្គ្រាមប្រមាណទេបន្ទាប់ពីបានកលេចមើលនៅកងទ័ពរបស់គេ hero របស់អាណាចក្របានសម្រេចចិត្តថាពួកគេនឹងដកថយនៅពេលហ្នឹងសិនអារ៉ុនបានប្រាប់ទៅកាន់គេថាសង្ឃឹមថាពួកគេនឹងមិនជួបគ្នាម្ដងទៀតទៅចុះដោយសារតែគាត់នឹងគឺស្អប់ទៅកាន់សម្លេងរបស់គេខ្លាំងណាស់មេបញ្ជាការទី1របស់កងទ័ពបិសាចមានការងឿងឆ្ងល់ដែរថាហេតុអ្វីនឹងបានជាអារ៉ុនធ្វើការបញ្ឈប់នៅសមរភូមិចំពេលសំខាន់បែបនេះវាពិតជាខ្ជះខ្ជាយនៅឱកាសល្អខ្លាំងមែនទែនតែវាគឺជាឱកាសក្នុងការវាយបកឲ្យកងទ័ពរបស់អាណាចក្រនឹងធ្វើការដកថយតាន់កងទ័ពរបស់គេនឹងកំពុងតែមានទឹកចិត្តពុះកញ្ជ្រោតតែយ៉ាងណាក៏ដោយគាត់បានគិតថាប្រហែលជាគេនឹងមាននៅរឿងអ្វីមួយដែលពិបាកក្នុងការដោះស្រាយបានជាគេនឹងចិត្តដកថយបែបនេះអារ៉ុនមានការខឹងសម្បាជាមួយនឹងខ្លួនឯងជាខ្លាំងដោយសារតែរាងកាយរបស់គាត់គឺពិតជាទន់ខ្សោយខ្លាំងណាស់មេបញ្ជាការលេខ0របស់កងទ័ពបិសាចក៏មានការភ្ញាក់ផ្អើលផងដែរដោយសារតែរាងកាយរបស់អារ៉ុនក្នុងពេលនេះគឺប្រៀបបានដូចជាដុំភ្លើងចឹងបានគិតថាមិននឹកស្មានថាអារ៉ុនគឺអាចប្រយុទ្ធប្រឆាំងគ្នាជាមួយនឹង hero របស់អាណាចក្រនៅពេលដែលរាងកាយរបស់គាត់កំពុងតែធ្លាក់អន់ខ្សោយបែបនេះសោះវាពិតជាលើសពីអ្វីដែលគាត់រំពឹងទុកខ្លាំងណាស់ហើយថែមទាំងអាចរក្សានៅជំហររបស់គេក្នុងការប្រយុទ្ធបានដើម្បីមិនឲ្យបាត់បង់នៅទឹកចិត្តរបស់កងទ័ពមុនមកគាត់តែងតែមានការចំណាយជាមួយនឹងអារ៉ុនជាខ្លាំងពីសមត្ថភាពរបស់អារ៉ុនបានធ្វើឲ្យអ្នកនៅជុំវិញមេបញ្ជាការនៅជុំវិញមានការកោតសរសើរក៏ប៉ុន្តែនៅក្នុងពេលនេះគឺគាត់គឺពិតជាសរសើរទៅកាន់អារ៉ុនខ្លាំងណាស់នេះហើយជាអ្វីដែលឆ្លុះសំនឹងឈ្មោះមេបញ្ជាការលេខ0របស់កងទ័ពបិសាចជាសន្លឹកបៀសម្ងាត់របស់ស្ដេចបិសាចពិតមែនក្នុងពេលនេះគឺគាត់ព្រមទទួលស្គាល់និងបានប្រាប់អារ៉ុននឹងទៅធ្វើការសម្រាប់ទៅទុកភារកិច្ចទាំងអស់ឲ្យគាត់ដោះស្រាយឥឡូវមកមើលខាង Rinel នេះវិញនាងកំពុងតែមានការសន់ស្លោជាខ្លាំងដោយសារតែខ្សែកដែលនាងបានដាក់សៀលនឹងគឺបានបែកហើយនាងច្បាស់ណាស់ថាប្រភេទពួក monster ទាំងអស់នឹងគឺមិនអាចធ្វើការបំបែកនៅសៀលរបស់នាងបានទេតាមមើលទៅអារ៉ុនកំពុងតែជួបនៅបញ្ហាធំដុំហើយគ្រោះថ្នាក់ខ្លាំងណាស់គឺចង់ទៅកាន់សមរភូមិដោយផ្ទាល់ចៅរបស់នាងបានប្រាប់ថាបញ្ជារបស់ស្ដេចបិសាចឲ្យគាត់នឹងការពារនៅក្នុងរាជវាំងហេតុអ្វីនឹងបានជាគាត់នឹងចង់ទៅកាន់ក៏ប៉ុន្តែ Rinel នឹងគឺនាងមិនបានខ្វាយខ្វល់ជាមួយនឹងសម្ដីរបស់គេទេនាងបាននិយាយថាកុំបារម្ភអី Master អារ៉ុននាងទៅដល់ឥឡូវនេះហើយបន្ទាប់ពីបានប្រយុទ្ធនៅសមរភូមិបញ្ចប់ស្ដេចបិសាចរបស់អាណាចក្របិសាចគឺបានចេញមកទទួលអារ៉ុនដោយផ្ទាល់និងបានសរសើរអំពីស្នាដៃរបស់អារ៉ុននៅក្នុងសមរភូមិដែលគាត់បានលើអំពីមេបញ្ជាការទី1មកតែអារ៉ុនគឺគាត់មិនបានសប្បាយចិត្តជាមួយនឹងការសរសើរហ្នឹងឡើយគាត់បែរជាសួរទៅកាន់ស្ដេចបិសាចថារវាង hero ថ្មីរបស់អាណាចក្រមនុស្សហ្នឹងគឺគាត់មានទទួលបានដំណឹងអ្វីខ្លះអត់តើ hero ថ្មីហ្នឹងមានឈ្មោះថាអីហើយគេហ្នឹងមកពីគ្រួសារខាងណាសារតែគាត់នឹងមានអារម្មណ៍ថាវាដូចជាស្តៀងជាមួយនឹងអ្នកដែលគាត់ធ្លាប់ស្គាល់តាមការស្ដាប់សម្លេងរបស់គាត់ទៅបិសាចហ្នឹងបានប្រាប់ថារឿងហ្នឹងចាំនិយាយគ្នាពេលក្រោយទៅឲ្យគាត់ចូលទៅខាងក្នុងដោយមេបញ្ជាការទី2ហ្នឹងគឺបានណែនាំអំពីបញ្ហាទាំងអស់ហ្នឹងហើយតែលើអញ្ចឹងភ្លាមអារ៉ុនគឺគាត់មិនមានការសប្បាយចិត្តនោះទេដោយសារតែមេបញ្ជាការទី2ហ្នឹងគឺតែងតែចាប់គាត់យកទៅធ្វើជាខ្មៅអកាំងដើម្បីលោសម្លៀកបំពាក់ទៅវិញក៏ប៉ុន្តែត្រូវបានស្ដេចបិសាច
យនឹងប្រាប់ថានាងគឺមិនមានពេលទំនេរទេដោយសារតែនាងត្រូវដោះស្រាយនៅបញ្ហាជាច្រើនអញ្ចឹងហើយឲ្យគុំភ័យបារម្ភអីទៅចូលមកដល់ខាងក្នុងភ្លាមស្ដេចបិសាចនឹងបានឲ្យគាត់ឆែកមើលនៅឯកសារដែលគាត់ទទួលបានអំពីសំណាក់ខាងមនុស្សមកពាក់ព័ន្ធជាមួយនឹងហេរ៉ូរបស់អាណាចក្រមនុស្សថាអ្នកថ្មីនឹងគឺជាពីណាគេគ្រាន់តែអរុនបានមើលនៅព័ត៌មានតែគាត់ទទួលបានភ្លាមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ប៉ុន្តែគាត់ក៏បានភ្ញាក់ស្មារតីឡើងមកវិញមុននេះគាត់នៅក្នុងសភាពស្វឹងនៅឡើយទេហើយគាត់ក៏ឆ្ងល់ដែរថាហេតុអ្វីនឹងបានជាគាត់មកដល់ប្រាសាទរបស់ស្ដេចបិសាចទាំងខ្លួនគាត់មិនដឹងខ្លួនផងប្រហែលជាមកដោយសារតែគាត់នឹងមុននឹងបានផឹកនៅស្រាអស់ម្ដងធំព្រោះគាត់នឹងបាត់បង់ស្មារតីហើយមកដល់កន្លែងហ្នឹងទាំងគាត់មិនដឹងខ្លួនហើយអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ដឹងខ្លួនក្នុងពេលហ្នឹងខ្លាចទៅជាសភាពដើមរបស់គាត់ហ្នឹងគឺដោយសារតែ Renel មករំខានគាត់ទេក្នុងពេលឥឡូវហ្នឹងពីបានពិនិត្យនៅព័ត៌មានដែលគាត់ទទួលបានមុននេះគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែអ្នកនៅក្នុងរូបគឺជាមនុស្សម្នាក់ដែលគាត់មិនអាចបំភ្លេចបានក៏ដូចជាស្អប់បំផុតនៅក្នុងឆាកជីវិតរបស់គាត់បីតែឈ្មោះរបស់គេក៏គាត់មិនចង់លើដែរហើយម្នាក់នោះគឺគ្មានពីណាគេឆ្ងាយទេគឺជាបងប្រុសធំរបស់គាត់គ្រូហាត់ម៉ៃចូលមកដល់អតីតកាលនៅពេលដែលអរុនកំពុងតែធ្លាក់នៅក្នុងការបាត់បង់ស្មារតីគាត់បានសម្លាប់ទៅកាន់ឪពុកម្ដាយរបស់គាត់តែគាត់ភ្ញាក់ឡើងគាត់បានសូមឲ្យបងប្រុសរបស់គាត់នឹងធ្វើការជួយមកកាន់គាត់ក៏ប៉ុន្តែត្រូវបានបងប្រុសរបស់គាត់នឹងរៀបតែនឹងសម្លាប់ទៅកាន់គាត់ទើបធ្វើឲ្យពួកគេទាំងពីរនាក់នឹងមានគំនុំចងមកដល់សពថ្ងៃតែឃើញអំពីបញ្ហាទាំងអស់នេះហើយអរុនបានប្រាប់ទៅកាន់ Renel ថាគាត់មានការបញ្ញាបន្តិចដើម្បីដោះស្រាយដូច្នេះហើយគាត់នឹងសូមចាក់ចេញអំពីនាងសិនហើយកលេចចូលមកកាន់បន្ទប់របស់គាត់វិញគាត់កំពុងតែខឹងជាមួយនឹងស្ដេចរបស់អាណាចក្រមនុស្សជាខ្លាំងដែលដាក់ឲ្យបងប្រុសរបស់គាត់នឹងខ្លាចទៅជាហេរ៉ូគាត់បានគិតអំពីមុននេះបន្តិចតែគាត់ស្នើសុំទៅកាន់ស្ដេចរបស់អាណាចក្របិសាចដើម្បីឲ្យគាត់ទៅកាន់ពិភពលោករបស់មនុស្សវិញដែលសាចមិនចង់ឲ្យអរុនទៅនោះទេក៏ប៉ុន្តែអរុនបានលើកឡើងថាគាត់គឺត្រូវទៅស្វែងរកនៅព័ត៌មានបន្ថែមពាក់ព័ន្ធជាមួយនឹងហេរ៉ូបន្ថែមទៀតឆ្នេះហើយកុំឲ្យស្ដេចបិសាចនេះមានការព្រួយបារម្ភអីឃើញបែបនេះស្ដេចបិសាចបានប្រើប្រាស់នៅស៊ីលដើម្បីដាក់ទៅលើអរុនបានប្រាប់ទៅកាន់គេថាបើសិនជាគេចង់ប្រើប្រាស់នៅអ្វីហ្នឹងគឺអាចប្រាប់មកកាន់គាត់បានស្ដេចបិសាចក្នុងគោលបំណងឲ្យអរុនទៅធ្វើការដូចជាអ្នកស៊ើបអង្កេតជា spy ជាជនបង្កប់ដើម្បីតាមដានអាណាចក្រមនុស្សហ្នឹងឯងអេឌីបានសួរទៅកាន់ថាគាត់នឹងមានភារកិច្ចទៅកាន់ពិភពលោកមនុស្សមែនបានប្រាប់ទៅវិញថាត្រូវហើយគឺគាត់ត្រូវស្វែងរកនៅព័ត៌មានបន្ថែមទៀតដើម្បីសិក្សាអំពីខាងពពួកមនុស្សហ្នឹងដោយអរុនបានមើលឃើញនៅទឹកមុខរបស់អេឌីថាដូចជាមានរឿងអ្វីប្លែកៗបានសួរថាតើស្ដេចបិសាចហ្នឹងបានអ្វីជាមួយនឹងអេឌីមែនកាត់ចូលមកដល់ការសម័យរបស់អេឌីដោយស្ដេចបិសាចហ្នឹងចង់ដំឡើងអេឌីទៅខ្លាចទៅជាមេបញ្ជាការលេខ9របស់កងបិសាចដោយសារតែគាត់ហ្នឹងបានមើលឃើញនៅសមត្ថភាពរបស់អេឌីដ៏ខ្លាំងក្លាបើនិយាយរួមទៅបើសិនជាឲ្យ SD ហ្នឹងទៅធ្វើជាមេបញ្ជាការរងរបស់កងបិសាចលេខ0ហ្នឹងគឺវាពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់ក៏ប៉ុន្តែគឺគាត់មិនបានបង្ខំទៅកាន់ SD ទេគាត់ទុកពេលឲ្យ SD នៅក្នុងការគិតហើយយ៉ាងណាក៏ដោយគាត់ចង់រំលឹកទៅកាន់ SD ថាបើសិនជា SD មិនព្រមទេគាត់នឹងដាក់នៅមនុស្សផ្សេងទៀតណាមួយវិញទៀតនៅក្នុងប្រព័ន្ធរបស់ពពួកបិសាចហ្នឹងគឺមិនទាន់មាននរណាគេខ្លាំងស្មើនឹង SD ឡើយតែស័ក្តិសមជាមួយនឹងតំណែងមួយហ្នឹងនឹងបានរំលឹកថាតើ SD ហ្នឹងចង់ឲ្យអ្នកដែលទុនខ្សោយជាគាត់ហ្នឹងមកកើតជាច្បាយនេះរបស់គាត់ដែរមែន SD ហ្នឹងសុំពេលគិតសិនគឺគាត់អត់ទាន់ឆ្លើយតបនឹងសំណួរហ្នឹងទេ SD មិនបានឆ្លើយអ្វីទៅកាន់អរុននោះឡើយតែគាត់បានបន្តគិតនៅក្នុងចិត្តចឹងវាគួរតែជារឿងល្អដែលមិនប្រាប់ទៅកាន់អរុនតាមពិតទៅគឺគាត់បានដឹងអំពីរឿងទាំងអស់ហ្នឹងហើយគឺគ្រាន់តែគាត់នឹងមិនចង់និយាយឲ្យវាច្បាស់ជាងហ្នឹងគ្រាន់តែចង់និយាយឲ្យអរុនហ្នឹងការសារភាពវាដោយខ្លួនឯងពាក់ព័ន្ធជាមួយនឹងការចាក់ចេញអំពីគាត់ហើយទៅកើតទៅជា Commander លេខ9របស់កងបិសាចតែយ៉ាងណាក៏ដោយអរុនគាត់បានគិតថា SD គឺគេមិនចង់និយាយដូច្នេះហើយគឺគាត់បដ ாய் តាមហ្នឹងទៅការសម័យរបស់ SD គេនឹងបានប្រាប់ទៅកាន់ស្ដេចបិសាចថាគឺគាត់មិនចង់ចាក់ចេញអំពីអរុននោះទេគាត់សុខចិត្តធ្វើជាអ្នកបម្រើរបស់អរុនវិញក៏មកដល់ពិភពមនុស្សវិញអំពីនេះនឹងកំពុងតែអង្គុយនិយាយគ្នាថាថ្ងៃហ្នឹងគឺពិតជាក្តៅខ្លាំងមែនទែនក៏ប៉ុន្តែស្រាប់តែរំពេចហ្នឹងមាននរណាគេម្នាក់ហ្នឹងដើរសម្ដៅមកកាន់វិមានរបស់ពួកគេបានចូលទៅរារាំងក៏ប៉ុន្តែត្រូវបានបរិសុទ្ធម្នាក់ហ្នឹងប្រាប់ឲ្យពួកគេហ្នឹងបើកទ្វារវាបានធ្វើឲ្យអ្នកទាំងពីរនាក់ហ្នឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែឈ្មោះរបស់ Dion Hat ក្នុងអាណាចក្រគឺពិតជាសាហាវខូខើខ្លាំងមែនទែនក៏ប៉ុន្តែមិននឹកស្មានសោះថាមានអ្នកចង់បង្កើតសត្រូវជាមួយនឹងគេរុនក៏ខ្ជិលនិយាយច្រើនដោយសារតែគាត់នឹងគ្រាន់តែមកផ្ទះរបស់ខ្លួនឯងសោះតែបែរជាត្រូវអ្នកយាមហ្នឹងរារាំងទៅវិញគាត់បានបង្ហាញមុខគាត់ថាអីគេគ្រាន់តែមកផ្ទះខ្លួនឯងហ្នឹងចាំបាច់រាយការណ៍មុនទេដល់ក្នុងផ្ទះបង្ហាញយើងទៅតួអង្គថ្មីម្នាក់តែគេអត់ទាន់បានប្រាប់ឈ្មោះទេគ្រាន់តែប្រាប់ថាតាហ្នឹងគឺជាអ្នកចាត់ការនៅក្នុងផ្ទះរបស់អរុនហ្នឹងឯងគាត់បានសួរទៅកាន់អរុនទាំងបារម្ភអំពីសុខភាពក៏ដូចជាសុវត្ថិភាពរបស់អរុនដោយសារតែឥឡូវហ្នឹងគឺដូចជាអរុនហ្នឹងស្រកគីឡូជាងមុនហើយយ៉ាងណាក៏ដោយអរុនបានប្រាប់ទៅកាន់គាត់ថាគាត់មិនអីនោះទេក្នុងពេលឥឡូវហ្នឹងគឺគាត់ធំហើយមិនមែនដូចក្មេងកាលពីមុនឡើយឃើញដូចនេះគាត់ក៏បានសួរទៅកាន់អរុនថាបើសិនជាគាត់មកដល់ក្នុងពេលហ្នឹងហើយតើគាត់នឹងគួរតែរៀបចំបន្ទប់ដើម្បីឲ្យអរុនសម្រាប់អត់អរុនបានប្រាប់ថាគាត់គឺមានរឿងសំខាន់ត្រូវដោះស្រាយគាត់ចង់ទៅជួបជាមួយនឹងស្ដេចជាមុនសិនពាក់ព័ន្ធជាមួយនឹងក្រហាត់នឹងសួរទៅកាន់អាឈួតម្នាក់ហ្នឹងថាតើវាគិតអីគេបានជាវានឹងដាក់បងប្រុសរបស់គាត់ឲ្យខ្លាចទៅជាហេរ៉ូទៅលេងមកមើលខាងនេះវិញក្រុមហ្នឹងកំពុងតែទទួលដំណឹងថាអរុនគឺបានត្រឡប់មកពីអាណាចក្របិសាចវិញហើយគេហៅទៅកាន់អរុនថាគឺជាឆ្កែបម្រើរបស់អាណាចក្រគ្រូនឹងបានសុំទៅកាន់មេរបស់គេថាឲ្យគាត់នឹងទៅជាមួយនឹងក្រុមឃាតករទៅដើម្បីជួយទៅកាន់ពួកគេធ្វើការសម្លាប់ទៅកាន់អរុនហ្នឹងឯងក៏ប៉ុន្តែត្រូវបានគេរបស់ពួកគេនឹងប្រាប់ថាវាមិនអីនោះទេតែគាត់នឹងមានផែនការផ្សេងគាត់បានប្រាប់ទៅឲ្យគ្នារបស់ពួកគេនឹងប្រាប់ដំណឹងទាំងអស់ហ្នឹងទៅកាន់ក្រុមកងទ័ពប្រឆាំងរបស់អាណាចក្រទៅដោយសារតែពួកគេនឹងគឺចង់សម្លាប់ទៅកាន់អរុនច្រើនជាងឥឡូវដូចនេះហើយគាត់បានប្រាប់ថាគាត់ក៏នឹងទៅជួយដូចគ្នា Cluster ក៏គាត់ចង់ដឹងដែរអាចឆ្កែបម្រើរបស់អធិរាជហ្នឹងវាខ្លាំងដល់កម្រិតណាក៏លេងមកមើលខាងអរុនហ្នឹងវិញបម្រើហ្នឹងបានរៀបចំខ្លួនមកឲ្យគាត់ជាច្រើនវាប្រៀបបានដូចជាគាត់ហ្នឹងគឺជាកូនម៉ាឡាកាំងសាកសម្លៀកបំពាក់ចឹងធ្វើឲ្យគាត់មានអារម្មណ៍ថាអូដូចជាពិបា
បាននៅក្នុងខ្លួនខ្លាំងណាស់អត់តែរៀបចំខ្លួនចេញទៅក្រៅម្ដងនឹងរៀបចំគាត់នឹងធ្វើមើលកូនតុក្កតាយ៉ាងណាក៏ដោយគាត់បានអរគុណទៅកាន់រៀបចំផ្ទះរបស់គាត់ផងដែរដែលគេនឹងតែងតែរក្សានៅសណ្ដាប់ធ្នាប់នៅក្នុងផ្ទះនឹងរៀបចំបានយ៉ាងល្អបើទោះបីជាគាត់មិននៅអ្នករៀបចំផ្ទះនឹងបាននិយាយលេងសើចជាមួយនឹងគាត់ថាចេះគាត់មិននឹកស្មានថារត់នឹងនឹកឃើញដល់តាកាចាស់ម្នាក់នេះតែចិត្តស្លាប់ចឹងសោះតែយ៉ាងណាក៏ដោយគាត់មានបំណងក្នុងការចូលនិវត្តន៍ហើយទៅបានធ្វើឲ្យរត់នឹងរៀងគៀងដែររបល់កាច់នៅស្រុកសោះមកនិយាយចឹងអីហើយបើសិនជាម្នាក់នឹងឈប់បាត់ទៅអាណាគេអ្នកមកជួយមើលផ្ទះឲ្យគាត់តែយ៉ាងណាក៏ដោយគាត់គ្រាន់តែនិយាយលេងជាមួយនឹងអរុនតែប៉ុណ្ណោះរឿងមើលដែរនឹងនៅមកនិយាយលេងសើចចឹងអាណាមខឹងស្ដេចគឺបានរៀបចំរួចរាល់ហើយមុនពេលដែលចេញដំណើរគាត់បានប្រាប់ទៅកាន់អង្គរៈរបស់គាត់ថាមិនបាច់ឲ្យមកជាមួយច្រើនពេកទេគ្រាន់តែទៅជួបជាមួយនឹងស្ដេចតែប៉ុណ្ណោះស្ដេចរបស់អាណាចក្រគឺជាព្រះរាជបុត្រទី9អានក្រងរាជពោពេញទៅដោយលោហិតឈាមសម្រាប់ទៅកាន់បងប្រុសបងស្រីសាច់ញាតិមិនថាអ្នកណាគេក៏ដោយដើម្បីតែទទួលបាននៅរាជបល្ល័ង្កហើយបានផ្លាស់ប្ដូរនៅអាណាចក្រទាំងមូលនៅក្រោមឈ្មោះរបស់ទ្រង់បើទោះបីជា10ឆ្នាំទៅខាងមុខទៀតក៏ដោយក៏នៅតែមានអ្នកនិយាយអំពីវាអញ្ចឹងនៅពេលដែលខ្ញុំចូលទៅដល់រាជវាំងម្ដងខ្ញុំនៅតែធំក្លិនឈាមឆ្អាបឈាមយ៉ាងខ្លាំងនៅក្នុងរាជវាំងហ្នឹងតែយ៉ាងណាក៏ដោយអ្នកឈ្នះគឺនៅតែអ្នកឈ្នះចឹងមិនថាគេធ្វើអំពើអាក្រក់យ៉ាងណាអត្តកម្មអ្នកណាក៏វាមិនមែនជាប៉ាពាក់ព័ន្ធជាមួយនឹងគាត់ដែរតែការចងចាំរបស់គាត់គឺបានបាត់បង់អស់ជាច្រើនគាត់គ្រាន់តែចាំថារឿងទាំងអស់ហ្នឹងក៏មានស្នាដៃរបស់គាត់ផងដែរយ៉ាងដែររទេះក៏មានការរំជួយជាខ្លាំងបានចេញមកខាងក្រៅហើយឃើញថាកងទ័ពរបស់គាត់ត្រូវបានវាយប្រហារទៅដោយកងកម្លាំងប្រឆាំងឆ្ងល់នៅក្នុងចិត្តរបស់គាត់ផងដែរថាហេតុអ្វីនឹងបានជាពួកគេដឹងថាគាត់នឹងត្រឡប់មកវិញហើយយ៉ាងណាក៏ដោយស្ថានភាពនេះគឺដូចជាមិនសូវស្រួលប្រហែលទេគាត់ត្រូវតែចូលរួមក្នុងសមរភូមិនេះឲ្យបានលឿនដើម្បីបញ្ឈប់នៅការចលាចលមួយនេះតែមិនទាន់បានទាំងចូលទៅដល់សមរភូមិផងមាននរណាគេម្នាក់នឹងមកច្បាច់កគាត់ពីក្រោយខ្នងនឹងបាននិយាយថាគេបានរកឃើញហើយឆ្កែបម្រើរបស់អធិរាជ